កាលពីសប្តាហ៍មុនតាមរយៈកម្មវិធីកសិកម្មរបស់ទូរទស្សន៍ BTV លោកអ្នកក៏ដូចជាបងប្អូនប្រជាកសិករយើងបានទស្សនាដំណាំមង្ឃុតចម្ការតាមិនស្ថិតនៅលើទឹកដីនៃឃុំជីផាតជីផាតគឺជាឃុំមួយក្នុងចំណោមឃុំសង្កាត់ទាំង29របស់ខេត្តកោះកុងឃុំជីផាតមានភូមិចំនួន4ជាចំណុះគឺភូមិកំឡូនភូមិជីផាតភូមិទឹកឡកនិងភូមិជាំស្លាបច្ចុប្បន្នឃុំជីផាតបាននឹងកំពុងតែទទួលស្វាគមន៍ដល់ភ្ញៀវជាតិនិងអន្តរជាតិមកទស្សនាកម្សាន្តកាន់តែមានចំនួនកើនឡើងដោយសារតែតំបន់នេះពោរពេញទៅដោយជីវៈចម្រុះនិងធម្មជាតិស្រស់ត្រកាលទាំងខួបប្រាំងនិងវស្សាដោយសារតែទីតាំងភូមិសាស្ត្រនៃជីផាតអំណោយផលពីធម្មជាតិដូច្នេះហើយទើបបងប្អូនប្រជាពលរដ្ឋយើងក្រៅពីធ្វើកិច្ចការផ្សេងហើយគេក៏មានប្រកបការងារកសិកម្មដាំដុះនៅដំណាំមួយចំនួនជាលក្ខណៈគ្រួសារនិងជាកសិដ្ឋានតូចធំទៅតាមលទ្ធភាពដែលខ្លួនមានតួយ៉ាងរួមមានក្រុមគ្រួសារយុវជនទុយវណ្ណៈមួយគ្រួសារផងដែរបានដាំរុក្ខជាតិទុរេនជាច្រើនដើមលើផ្ទៃដីជាច្រើនហិកតាដោយដាក់ឈ្មោះថាចំការទុរេនតាបុនចំការទុរេនតាបុនមានទីតាំងស្ថិតនៅភូមិជាំស្លាឃុំជីផាតស្រុកថ្មបាំងខេត្តកោះកុងទុរេននៅក្នុងចំការទុរេនតាបុនយើងឃើញថាដើមរបស់វាធំល្មមក្នុងមួយដើមមានផ្លែច្រើនគួរឲ្យកត់សម្គាល់យុវជនទុយវណ្ណៈដែលជាម្ចាស់ចំការបានឲ្យដឹងថាផ្លែទុរេននៅក្នុងចំការទុរេនតាបុនត្រូវបានកាត់ប្រមូលផលជាច្រើនថ្ងៃកន្លងមកហើយមកដល់ពេលនេះកាន់តែខិតជិតផុតរដូវហើយព្រៃព្រឹករឹកទឹកជ្រុំកងខ្សាច់ឆ្នេរមានផ្សោតទន្លេទ្វេទៀតថ្ងៃនេះពេលក្រុមការងារកម្មវិធីកសិកម្មរបស់ទូរទស្សន៍ BTV ចុះមកដល់ចំការទុរេនតាបុនក៏ចំពេលដែលបងប្អូនឈ្មួញកណ្ដាលចុះមកដល់ចំការទិញយកផ្លែទុរេនជាច្រើនរយគីឡូហើយចំពោះអ្នកដែលមកទិញដុំពីចំការនេះគឺបងប្អូនប្រជាពលរដ្ឋយើងអ្នកខេត្តកំពតពេលអស់ផ្លែនៅចំការឯខេត្តកំពតគេក៏នាំគ្នាមកទិញទុរេនពីអ្នកឃុំជីផាតយកទៅលក់បន្តទៀតសម្រាប់កម្ពុជាយើងបើនិយាយពីដំណាំទុរេនដោយដែលលោកអ្នកបានជ្រាបហើយថាបងប្អូនប្រជាកសិករយើងបានដាំដុះជាច្រើនតំបន់ខ្លះទុរេនចាប់ផ្ដើមទុំតាំងតែពីដើមខែមេសាមកម្ល៉េះហើយក៏ត្រូវបានប្រមូលផលជាបន្តបន្ទាប់រហូតដល់អស់ផ្លែទៅហើយក៏ប៉ុន្តែក៏នៅមានខេត្តខ្លះទៀតជាក់ស្ដែងដូចជាអ្នកឃុំជីផាតខេត្តកោះកុងផ្លែទុំក្រោយអ្នកខេត្តកំពតឥឡូវក៏ទុំចាស់ពេញទំហឹងត្រូវកាត់ប្រមូលផលជិតអស់ដែរហើយក៏នៅមានខេត្តមួយចំនួនទៀតដូចជាខេត្តមណ្ឌលគិរីរតនគិរីប្រហែលជាដើមខែ8ទើបចាប់ផ្ដើមទុំនេះក៏ជាចំណុចមួយល្អដែរយើងអាចមានផ្លែទុរេនយូរខែដែរក្នុងមួយរដូវព្រោះផ្លែទុរេនទុំមិនចំពេលតែមួយនោះទេតាមបណ្ដាខេត្តទាំងអស់នោះសូមជម្រាបជូនលោកអ្នកផងដែរថាយុវជនទុយវណ្ណៈមិនត្រឹមតែមានចំការទុរេនតែប៉ុណ្ណោះទេវណ្ណៈក៏ជាម្ចាស់សាន់ប៊ែវ៉ាលីផងដែរដែលមានបម្រើសេវាកម្មភេសជ្ជៈអាហារនិងផ្ទះស្នាក់ដោយក្នុងមួយថ្ងៃភ្ញៀវទេសចរអញ្ជើញមកកម្សាន្តតំបន់នេះចូលលេងនិងស្នាក់នៅពិសេសរដូវកាលនេះភ្ញៀវបានពិសាផ្លែទុរេនយ៉ាងឆ្ងាញ់ពិសាថែមទៀតបណ្ដាំអ្នកបាញ់ចាំងនៃលើកស្ទួយវិស័យតម្លៃទេសចរទ្វេទៀតឥឡូវនេះការកាត់ប្រមូលផលផ្លែទុរេននៅតែមានសកម្មភាពជាហូរហែមិនទាន់រួចរាល់នៅឡើយទេនៅក្នុងចំការទាំងភ្ញៀវទាំងម្ចាស់ចំការរីករាយទាំងអស់គ្នាឆ្លៀតពេលនេះយុវជនទុយវណ្ណៈក៏ងាកមកសំណេះសំណាលខ្លះជាមួយក្រុមការងារកម្មវិធីកសិកម្មរបស់ទូរទស្សន៍ BTV
ស្ដីពីការដាំដុះដំណាំទុរេននៅក្នុងចំការទុរេនតាបុនឬក៏អាចហៅថាចំការទុរេនតាបុនសាន់ប៊ែវ៉ាលីខ្លឹមសារនិងសកម្មភាពមានដូចតទៅសូមជម្រាបជូនដល់លោកស្រីអ្នកនាងកញ្ញាផងដែរកម្មវិធីកសិកម្មរបស់ទូរទស្សន៍ BTV ផ្សាយជូនលោកអ្នកទស្សនានៅរៀងរាល់ថ្ងៃសៅរ៍វេលាម៉ោង 9:30 នាទីរហូតដល់ម៉ោង 10:30 នាទីយប់និងផ្សាយជូនលោកអ្នកនាងទស្សនាឡើងវិញនៅថ្ងៃអាទិត្យវេលាម៉ោង 6 រហូតដល់ម៉ោង 7 ព្រឹកសូមលោកស្រីអ្នកនាងកញ្ញាតាមដានទស្សនាជាបន្តបន្ទាប់ដូចតទៅនាងជាទីគោរពនិងជាទីមេត្រីបងប្អូនវិជាកសិករជាទីរាប់អានចាស់លោកអ្នកនាងទស្សនាជាបន្តហើយនៅពេលដែលលោកអ្នកនាងឃើញដើមទុរេនមួយដើមផ្លែច្រើនអញ្ចឹងលោកអ្នកនាងចាប់អារម្មណ៍ដូចនេះខ្ញុំអញ្ចឹងលោកអ្នកនាងអើយចានេះគឺជាលើកទី1ហើយដែលកម្មវិធីកសិកម្មរបស់ទូរទស្សន៍ BTV បានមកដល់ចំការទុរេននៅក្នុងឃុំជីផាគ្រាន់តែឮលោកអ្នកថាអូយកន្លែងនេះមនោរម្យណាស់ហើយឥឡូវបងប្អូនវិជាកសិករយើងបានដាំដំណាំឈើ6ផ្លែមានដូចជាសាវម៉ាវបង្ខុតប៊ឺហើយអ្វីដែលពិសេសជាងគេលោកអ្នកនាងឃើញគឺទុរេនហើយដំណាំទុរេនលោកអ្នកនាងដឹងណាយើងទាំងអស់គ្នាតែងថាគឺជាស្ដេចនៃផ្លែឈើចារួចឥឡូវនេះបងអូនបណ្ណៈលោកអ្នកនាងយុវជនសម័យថ្មីសម័យសម្ដេចធិបតីបកកែមែនអូនបណ្ណៈចាហ្នឹងហើយនិយាយទៅបណ្ណៈចការទុរេនយើងនេះដាំប្រហែលឆ្នាំហើយបាទខ្ញុំចាប់ផ្ដើមដាំប្រហែលជារយៈពេល7ឆ្នាំហើយបង7ឆ្នាំឲ្យផលហើយណាបាទបងបាទតាមពិតទៅវាផ្លែតាំងពីអាយុវា5ឆ្នាំមកមែនអត់ទេជាឆ្នាំទី3បងចការមួយនេះខ្ញុំដាំតែទុរេនសុតបង700ដើមផ្ទៃដីប្រហែលជា7ហិកតាដែរបងព្រោះយើងដាំ1ហិកតា100ដើមអីមិនបានបណ្ដាក់អីសម្រាប់ចិត្តថា1ហិកតាដាំ100ដើមជាទូទៅដោយសារទុរេនវាប្រើពេលយូរសម្រាប់ប្រមូលផលវាមែកវាសាខាដើមវាធំវាតែបានប្រមូលផលបាន3ដងអញ្ចឹងបើសិនវាអាចមានអាយុវែងអញ្ចឹងទៅវាអាចរស់ស្រួលបណ្ដាក់លើកឡើងអញ្ចឹងមានន័យថាដោយសារទុរេនដើមវាធំបាទបងហ្នឹងហើយប្រសិនបើយើងដាំគៀកគ្នាពេកអញ្ចឹងទៅធ្វើឲ្យទុរេននឹងវាប៉ះមែកគ្នាអត់សូវបានផលយើងបាទបងបាទអញ្ចឹងកលៀតពីដើមមួយអូនគិតបាននេះចម្ងាយវាពីគុំមួយទៅគុំមួយដើមមួយទៅដើមមួយសម្រាប់ចការនេះដែរខ្ញុំដាក់10ម៉ែត្រមួយបងគិតទៅមើលតែ7ឆ្នាំ8ឆ្នាំទៅដើមធំធំបាទលឿនណាហ្នឹងហើយបងនៅជីផាតយើងនេះបងប្អូនយើងដាំទុរេនច្រើនដែរតែអូនបងនិយាយទៅមានបងប្អូនយើងគាត់ដាំបានមួយចំនួនធំដែរមាន300ដើម400ដើម500ដើមតាមលទ្ធភាពពួកគាត់អញ្ចឹងណាបងហើយខ្ញុំនេះដោយសារខ្ញុំដាំ700ដើមមិនមែនអាធំទាំងអស់ទេគឺយើងមានអាធំប្រហែលជា300ដើមមានអាទូចប្រហែលជា400ដើមយើងដាំ2វគ្គអញ្ចឹងណាបងបាទចុះមិនបានអូនសម្រាប់ចិត្តដាំតែទុរេនអូនអត់ដាំដំណាំអីទៀតចឹងមែនតើទៅដំណាំទុរេននេះខ្ញុំធ្លាប់ដាំយើងមានបទពិសោធន៍ខ្លះតាក់ទងចការទុរេនកន្លងមកខ្ញុំដាំនៅក្បែរផ្ទះខ្ញុំនៅក្នុងភូមិមាន10ដើមដល់បន្ទាប់ពីយើងឃើញប្រមូលផលបានល្អបានតម្លៃល្អទៅក៏យើងសម្រាប់ចិត្តថាដាំអាហ្នឹងទៅហើយណាមួយអាតែប្រភេទដំណាំហ្នឹងគឺពិបាកដាំបងនិយាយចំទៅរបស់ពិបាកយើងបើធ្វើវាបានយើងមានអារម្មណ៍ថាយើងសប្បាយចិត្តហើយតែពិតវាពិបាកមែនបាទវាជួបរឿងរ៉ាវច្រើនបងបាទបណ្ដាក់លើកឡើងថាលំបាកហើយលំបាកមិនក៏បណ្ដាក់ដាំបានមកដើមផ្លែយ៉ាងហ្នឹងបាទអញ្ចឹងទេអូនចែករំលែកថ្ងៃនេះណាអូនណាហ្នឹងអូនបកកែមែនជួយលោកអ្នកនាងទេមើលបណ្ដាក់បាទហ្នឹងហើយបងតាក់តងដំណាំទុរេនហ្នឹងវាដោយសារជាប្រភេទគេហៅថាភាសាទូទៅគេហៅថាស្ដេចផ្លែឈើអីបងបាទអញ្ចឹងទៅវាពិបាកថែទាំតាក់តងនឹងការទីតាំងភូមិសាស្ត្រដីតាំងពីការដាំតាំងពីការដាក់ជីមើលថែផ្សេងគឺពិបាកហ្នឹងគ្រាន់ថាយើងត្រូវដឹងពីរបៀបរបបនៃការថែទាំវាតាំងពីការដាក់ទឹកដាក់ជីអញ្ចឹងណាបងតាំងពីការតុបតែងមែកតាំងពីការទុកមែកកម្រិតណាអញ្ចឹងណាបងព្រោះជាក់ស្ដែងដូចអានេះវាដើមមើលទៅធំមែនប៉ុន្តែអត់អីបងវាធំមែនប៉ុន្តែវាចុងវាអត់មានទេខ្ញុំកាត់ចុងវាដើម្បីឲ្យវាបរិចមែកដោយសារឃើញមែកវាផ្លែទលូល្អអញ្ចឹងណាបងបាទទុរេននេះតាមពិតទៅអត់មានចុងណាអត់ចុងទេបងយើងកាត់ចុងវាតាំងពីអាយុ3ឆ្នាំមិនចាប់ដើមយកមកដាំកូននេះយើងកាត់ឲ្យវាបែកមែកពីក្រោមអត់ទេបងបាទចាំពេលអាយុ3ឆ្នាំសំកាត់ហ្នឹងហើយបងកាត់អីបានដល់3ឆ្នាំបានយើងកាត់ពេលហ្នឹងគឺវាចាប់ផ្ដើមញាត់មែកហើយយើងអាច select មែកណាដែលយើងអាចទុកមានន័យថាមែកតែត្រូវផ្លែមែកណាដែលយើងកាត់ចោលយើងតែងវារហូតអញ្ចឹងណាបងដើម្បីអីយើងអាចទុកមែកសមស្របណាមួយដែលអាចវាផ្ទុកផ្លែបានច្រើនដូចផ្លែនេះចឹងបងតាក់ទងការតែងមែកយើងតែងវារហូតទេមានន័យថាយើងមើលមែកវាថែតាំងពី1ឆ្នាំរហូតគ្រាន់ថាពេលដែលកាត់ចុងហ្នឹងរយៈពេល3ឆ្នាំព្រោះយើងមើល select មែកមើលណាដែលសមរម្យហើយយើងទុកមែកចន្លោះប្រហែលជា7ទៅ8ទឹកពីដីចឹងទៅដើម្បីអីឲ្យវាខ្យល់បរិយាកាសឆ្លងកាត់ចេញចូលវាការពាររោគបងបន្ទាប់ពីការប្រមូលផលហើយគឺខ្ញុំតែងស្លឹកអស់តែងចង់ប្រហែលជាក្នុង 60% កាត់តុបតែងមែកកាត់អាចុងមែកខាងដើម្បីកុំឲ្យវារុញទៅខាងបេកអញ្ចឹងដើម្បីឲ្យវាញាត់មែកកណ្ដាលវាធាត់កម្មាប់អញ្ចឹងទៅ
វាអាចត្រត្រង់ផ្លែបានច្រើន1ម៉ែត្រ1ម៉ែត្រអញ្ចឹងបាទ បានន័យថាឲ្យវាមានកម្លាំង ហ្នឹងហើយហើយមួយទៀតដោយសារចូលបន្ទាប់ពីប្រមូលផលហើយវាចូលដល់រដូវវស្សាហ្នឹងហើយអញ្ចឹងដើម្បីអីទី1រដូវវស្សាវាភាគច្រើននៅតំបន់នេះភ្លៀងច្រើនមែនតើហើយដល់ពេលភ្លៀងច្រើនអញ្ចឹងទៅវាមានបញ្ហារោគផ្សិតច្រើនបាទបងបាទ អូអាភ្លៀងបញ្ហាផ្សិតណា បាទបងបាទអញ្ចឹងត្រូវការសម្អាតត្រូវការតុបតែងដើម្បីមានពលឺថ្ងៃចូលដើមគ្រប់គ្រាន់កុំឲ្យវាមានផ្លែត្រូវអញ្ចឹងបានថាវារឿងច្រើន អូហ្នឹងហើយលោកអ្នកនាងចាហេតុអីបានថាថ្ងៃនេះកម្មវិធីកសិកម្មរបស់ទូរទស្សន៍ VTV ចុះមកជីផាតនេះនៅខេត្តកោះកុងលោកអ្នកដឹងហើយណាកោះកុងគឺជាតំបន់សមុទ្រហើយបើយើងនិយាយទៅកោះកុងភាគច្រើនគឺភ្លៀងនិយាយទៅគ្រាន់តែចាប់ដើមរដូវមកគឺភ្លៀងហើយស្រែកហ្មងខុសប្លែកពីតំបន់ដទៃជាពិសេសដូចជាអ្នកកំពង់ចាមអីគាត់បើនិយាយពីការរងសម្ពាធទឹកភ្លៀងគាត់អត់សូវជួបប្រទះខ្លាំងទេ បាទបងចាអញ្ចឹងហើយបានជាកម្មវិធីយើងចូលមកចែករំលែកលោកអ្នកនាងពីតំបន់មួយទៅតំបន់មួយក្នុងការដាំដំណាំទុរេនហើយលោកអ្នកប្រកាសជាបានជ្រាបដូចជានៅខេត្តកពតនៅកំពង់ចាមនៅមេមត់អីហ្នឹងគឺលោកអ្នកបានឃើញជារៀងរាល់ឆ្នាំអញ្ចឹងប៉ុន្តែឡៃសម្រាប់ជីផាតយើងកម្របានមកលោកអ្នកនាងហើយឥឡូវនេះបើយើងនិយាយពីផ្លូវធ្វើដំណើរនៅតាមបណ្ដោយផ្លូវដែលយើងទៅធ្វើឲ្យកោះកុងហ្នឹងគឺផ្លូវស្រួលណាឆ្ពោះទៅកាន់ខេត្តកោះកុងណាចាប៉ុន្តែនៅពេលដែលយើងចូលមកជីផាតផ្លូវរបស់យើងគឺដីក្រហមបញ្ជាក់អំពីតំបន់កសិទេសចរមួយវាលក្ខណៈធម្មជាតិមែនហ្នឹងហើយដល់អញ្ចឹងលោកអ្នកនាងអើយឥឡូវវិញគេថា fresh ហ្មងអញ្ចឹងបងចង់ដឹងបន្ថែមទៀតណាដែលហេតុថាអូនលើកឡើងមិញថាតំបន់ហ្នឹងវាភ្លៀងបាទបងអញ្ចឹងប្រហែលជាការដាំដុះខុសពីអ្នកនៅផ្នែកខាងដែលមិនសូវភ្លៀង បាទបងបាទបាទអូនជួយអំពីការដាក់ដាំដំបូងណាតើតើនឹងការដាក់ដាំហ្នឹងមែនតើទៅពីមុនមកយើងជីកក្លុកដាំបងតំណាំទាំងអស់យើងភាគច្រើនយើងជីកក្លុកមិនអញ្ចឹងបងថាអញ្ចឹងតាក់ជាក់ស្ដែងនៅកន្លែងនេះខ្ញុំដាំរៀងដោយសារយើងសិក្សារៀនសូត្រពីបញ្ហាអស់ហ្នឹងយើងដាំជាពូនដីចំណុចដើមដែលធំនេះជំនាន់មុនខ្ញុំប្រើដៃអញ្ចឹងយើងអត់បានពូនបានធំទេព្រោះដើមទួយខ្ញុំពូនប្រហែលជាដោយសារយើងប្រើគ្រឿងចាក់ពូនអញ្ចឹងវាបានធំល្អកម្ពស់វាចេញពីដីកណាតមកប្រហែលជា1ម៉ែត្រហើយយើងប្រទាមកកាត់អាក់វា1ម៉ែត្រកន្លះវាស្មើ3ម៉ែត្រទេបងចាដើម្បីអីដោយសារតំបន់យើងគឺតំបន់ភ្លៀងខ្លាំងជាពិសេសខែវស្សាហ្នឹងគឺភ្លៀងគឺដូចជាក់ស្ដែងកន្លងមកហ្នឹងមួយអាទិត្យគឺជាប់គ្នាចាភ្លៀងអត់រាំងហ្មងតែអញ្ចឹងបើសិនតែយើងដាំដីទៀតវាអាចមានបញ្ហាប្រព័ន្ធឬអញ្ចឹងយើងដាំសម្រាប់ចិត្តថាដាំខ្ពស់ដើម្បីទី1វាកាត់បន្ថយបញ្ហាគល់ដែលកើតរោគតាមរយៈទឹកភ្លៀងអញ្ចឹងណាបងបាទអាហ្នឹងជាបញ្ហាដែលគ្រឹះ foundation វាសំខាន់ពេលដែលយើងដាក់ដាំព្រោះมันអាចដាក់ដាំពេលធំហើយបានយើងនឹកឃើញតពូននេះគឺសំខាន់យើងសម្រាប់ចិត្តដាំពេលដំបូងគឺត្រូវតែពូនទីតាំងភូមិសាស្ត្រគឺសំខាន់មែនតើខ្ញុំសម្រាប់ចិត្តដាំទុរេននៅតំបន់នេះដោយសារទីតាំងភូមិសាស្ត្រវាល្អចាសំខាន់គឺដីល្អហើយមានប្រភពទឹកជាក់លាក់បើសម្រាប់ខ្ញុំផ្ទាល់ជាបទពិសោធន៍កន្លងមកហ្នឹងការដាំដុះទុរេនគឺប្រភពទឹកជាក់លាក់ហ្នឹងគឺសំខាន់ណាព្រោះដោយសារឯពេលដែលយើងដាំជាខ្នាតអាជីវកម្មយើងត្រូវការប្រភពទឹកជាក់លាក់មែនតើដោយសារឯពេលដែលខែប្រាំងវាត្រូវការទឹកអញ្ចឹងយើងត្រូវការស្រោចស្រពឲ្យបានសមរម្យបាទព្រោះជាទូទៅនៅពេលដែលយើងជីកដងដាំឬក៏ជីកស្រះវាហានិភ័យត្រង់ថាអាកាសធាតុយើងអត់ទៀងនឹងខែឆ្នាំខ្លះហ្នឹងគឺរាំងសាហាវមែនតើដូចជាឆ្នាំ2ឆ្នាំកន្លងមកហ្នឹងមានចង្កេះមិត្តភក្តិខ្ញុំ1500ដើមត្រូវងាប់ខ្ទេចដោយសារអត់ទឹកស្រោចអញ្ចឹងបងប្អូនតាក់ទងនឹងការដាំដុះទុរេនជាខ្នាតអាជីវកម្មខ្នាតធំច្រើនត្រូវតែប្រយ័ត្នជាងគេគឺប្រភពទឹកយើងត្រូវសិក្សាពីប្រភពទឹកឲ្យបានជាក់លាក់មែនតើព្រោះបើសិនតែយើងជីកដងដាំឬក៏ជីកស្រះទូចល្មមប្រភពទឹកអត់ជាក់លាក់វាហានិភ័យខ្ពស់យើងស្ដាយដោយសារអីនៅទូចវាអត់ត្រូវការទឹកទេប៉ុន្តែនៅពេលទៅទុរេនធំវាត្រូវការវាមានវគ្គខ្លះហ្នឹងវាត្រូវការទឹកខ្លាំងមែនតើអញ្ចឹងយើងត្រូវតែផ្គត់ផ្គង់ទឹកឲ្យបានសមរម្យបាទអូអញ្ចឹងមើលយើងនិយាយការដាំដំណាំអីក៏ដោយដំណាំណាក៏ត្រូវការទឹកដែរគ្រាន់តែថាទឹកច្រើននឹងតិចបាទបងបាទប៉ុន្តែឡើយសម្រាប់នៅជីផាតនេះយើងលើកឡើងមុនហ្នឹងយើងមិននិយាយថាតំបន់ហ្នឹងបើនិយាយពីភ្លៀងនោះភ្លៀងឯងសម្បូរទឹកណាហូចចុះបានណាមិនលើកឡើងថាដាំត្រូវតែរកប្រភពទឹកត្រូវរកទឹកប៉ុន្តែការភ្លៀងនេះវាភ្លៀងទៅតាមពេលវេលារបស់វាណាវាមានប្រាំងវាមានវស្សាហ្នឹងហើយអញ្ចឹងចំណុចកន្លែងហ្នឹងគឺជាចំណុចមួយសំខាន់ខ្លាំងឥឡូវនេះបងចាប់អារម្មណ៍ដែលអូនលើកឡើងពីខាងដើមថានៅពេលដែលយើងដាំដែលហេតុថាតំបន់ហ្នឹងវាសម្បូរទឹកនៅពេលរដូវវស្សាអញ្ចឹងយើងដាំយើងដាច់ខាត់ត្រូវលើកគុំហ្នឹងយើងពូនគល់ឲ្យវាខ្ពស់មែនទេប៉ុន្តែពេលដំបូងអូនថាយើងចេញដៅធម្មតាតាហ្នឹងហើយអត់មានពូនគល់អីទេអញ្ចឹងនៅពេលដែលយើងពូនគល់ពេលអាយុប៉ុណ្ណាមែនតើនៅពេលដែលយើងចាប់ផ្ដើមដាំដំបូងបងគឺគេហៅថារៀបចំដីមុនពេលដាំទុរេនគឺយើងត្រូវរៀបចំវាឲ្យពូនវាឲ្យបានយកកូនទុរេនយកមកដាំបានន័យថាយើងលើកដៃឲ្យបាទគេហៅថាបាតខ្ទះមិនបាតទេបាតផ្ទះកាប់បាទខ្នងដើរហ្នឹងហើយបាទសួរស្ដាប់ទៅខ្នងដើរប៉ុន្តែវាចង់បានឲ្យបរិមាណវាកម្ពស់ចេញពីដីកណាត់ដល់ខ្ទង់6ទៅ8ទឹក
យ៉ាងអត់លេសបាទបង ប៉ុន្តែយើងពូនដីមែនអាដីដែលយើងមុននឹងពូននេះយើងត្រូវជ្រុំអាក្រមនៅចាក់ចេញតែហើយមែនទេហើយបានយើងពូនណា មែនតើទៅដោយសារដីខ្ញុំនៅនេះខ្ញុំជោគអាក្បាលដីលើបងគេហៅថាដីក្បាលដីហ្នឹងគឺដីស៊ីសុទ្ធ ចា អញ្ចឹងយើងប្រមូលអាក្បាលដីទាំងអស់ហ្នឹងមកផ្គុំវាទៅរៀងរៀបចំវាឲ្យស្អាតទៅយើងក៏យកកូនយើងមកដាំទៅ អញ្ចឹងមិនន័យថាយើងចេញដៅនៅពេលដីស្មើសិនទេដីស្មើហើយយើងចេញដៅហើយយើងជ្រុំវាឲ្យម៉ត់ហើយយើងដាក់ជីកប៉ោះដាក់អីហើយបានយើងចាប់ដើមពូនគល់ហើយបានយើងវែកប្រឡោះដាក់ដាំមិនធ្វើអញ្ចឹងទេ យើងអត់ទេបងបាទព្រោះមែនតើទៅខ្ញុំនេះដោយសារយើងមានដីល្អដែរព្រោះដីមួយចំនួនទៀតដូចដាំដីកន្លែងម្ដុំជាំទឹកអីមួយចំនួនលុះត្រាតែយើងដឹកដីពីទីតាំងផ្សេងយកមកដាំអញ្ចឹងទៅយើងក៏អាចធ្វើបានដូចគ្នាប៉ុន្តែលក្ខខណ្ឌដូចដីខ្ញុំហើយដីប្រភេទដីខ្មៅមួយចំនួនយើងកាប់តែក្បាលដីហ្នឹងគឺវាល្អគ្រប់គ្រាន់ទេបងព្រោះមួយទឹកពីរទឹកខាងក្រោមហ្នឹងគឺដីល្អហើយចុះទៅក្រោមបានដីរៀងរបៀបផ្សេងបងបាទ អូចាលោកនាងយើងដាំដំណាំយើងច្រើនថាជីកដៅហើយដាក់ដៃបានឲ្យស្មើផែនដីអញ្ចឹងយើងជីកដៅហើយយើងមិនដាក់ទ្រាប់បាតដាក់អីអញ្ចឹងណាដល់តែទ្រាប់បាតហើយអស់មិនយើងដាក់ដំណាំនៅថាត្រឹមនេះយើងដាក់ត្រឹមមាត់ថងហ្នឹងមែនទេហើយយើងកាត់ថងចេះហើយយើងលុបដីទៅប៉ុន្តែឡៃសម្រាប់យើងដាំតរេនៅជីផាតនេះអត់ទេយើងគ្រាន់តែជោគតាអាសើលើដីនឹងហើយយើងជុំហើយយើងយកដីមកពូនពីលើមកអញ្ចឹងមានន័យអាដីពូនរបស់យើងហ្នឹងគឺយើងយកដីនៅតំបន់ហ្នឹងដដែលយើងលើកចិត្តហ្នឹងពូនមកពូនហើយបានយើងជីកប្រឡោះលងល្មមតាមដាំទៅ ហើយការដាំទៀតសោតហ្នឹងគឺយើងត្រូវដាំអានឹងសំខាន់ដែរព្រោះសិលកលឹះសំខាន់មែនតើដែលធ្វើឲ្យជាទូទៅដូចតរេនខ្ញុំនៅនេះវាមានរឹសប្រឹងវារឹសប្រឹងវាដូចគេហៅតែកញ្ញាំជើងមាន់វាមានមូលហេតុផងវាទី1យើងដាំការដាំនៅពេលយើងចាប់ផ្ដើមដាំហ្នឹងគឺយើងហៅថាដាំ1ភាគ3នៃថង់ផាន់យើងឧទាហរណ៍ថាថង់យើងចែកចេញជា3ភាគចាអញ្ចឹងយើងដាំ2ភាគចូលក្នុងដី1ភាគទុកមាត់លើដើម្បីឲ្យវារឹសគល់វាហ្នឹងវាលៀនចេញមកខាង នេះវាកន្លែងផែនដីវិញវាផឹងកញ្ញាំបាទបងបាទហើយអាហ្នឹងវាធ្វើឲ្យតរេនហ្នឹងវាធន់វាមាំហើយភាគច្រើនតរេនដែលយើងដាំកប់ជ្រៅពេកគឺវាលួយតែកន្លែងកឬហ្នឹងទេកគល់ហ្នឹងភាគច្រើនលួយកន្លែងហ្នឹងគឺងាប់ហ្មងបាទហើយវាកើតរោគច្រើនហើយខ្ញុំនេះដោយសារយើងបានបងដែលគាត់មានបទពិសោធន៍ជោគជ័យនឹងការងារអស់ហ្នឹងហើយសួរនាំគាត់ទៅគាត់ចែកម្លែកអាហ្នឹងដែរដូចគ្នាអញ្ចឹងណាបងបាទល្អខ្លាំងអានេះសំខាន់អានេះគ្រឹះឲ្យបន្ទាប់មកការថែទាំដាក់ជីបាញ់ថ្នាំសត្វល្អិតការពារផ្សេងអានឹងរឿងក្រោយទេសំខាន់ឲ្យយើងធ្វើឲ្យកណ្ដោមានគ្រឹះរឹងមាំពីដើមទីសិនបាទដូចយើងធ្វើផ្ទះដែរមែនបាទបងបាទសំខាន់គ្រឹះរឹងមាំអូនណាអូនល្អមែនល្អណាស់អូនហ្នឹងហើយចុះអាបាតរណ្ដៅអូនមានដាក់ជីអីអត់ជាទូទៅខ្ញុំយើងប្រើប្រភេទជីបើជីយើងអាចជីកប៉ុសមួយដើម 2-3 គីឡូយើងអត់ដាក់ច្រើនទេបងដាក់ច្រើនឬគេពេលដែលវារឹសពកចេញមកវាក្តៅពីវាអាចរលួយរឹសចាអញ្ចឹងយើងប្រើជីតិចតួចទេហើយបន្ទាប់មកពេលដែលចាប់ដើម2ខែ1ខែ2ខែទៅយើងអាចប្រោះជីតិចអញ្ចឹងទៅបាទអានេះយើងប្រើជីបាវណោះជីបាវក៏បានជីកប៉ុសគ្រាន់ថាជីបាវជីកប៉ុសគ្រាន់ថាវាមានរឿងពីរផ្សេងគ្នាបើតាមឆ្លងកាត់អ្វីដែលខ្ញុំឆ្លងកាត់មកហ្នឹងជីបាវវាហៅថាប្រភេទជីបញ្ញាចាវាប្រភេទគីមីចាប៉ុន្តែឥឡូវគេមានគេហៅថាជីកំប៉ុសឬក៏ជីសរីរាង្គបែបកូនកាត់គីមីអីចឹងទៅវាមានច្រើនឥឡូវវាមានច្រើនស្ថានណាចាគាត់ថាទាំងអស់ហ្នឹងវាមិនអក្រក់ទាំងអស់ទេគាត់ឲ្យសំខាន់ឲ្យយើងចេះប្រើប្រាស់វាឲ្យបានសមស្របមានន័យថាយើងដឹងថាតរេនយើងវគ្គលូតលាស់វាត្រូវការអីអញ្ចឹងយើងផ្ដល់ជូនអញ្ចឹងទៅហើយយើងដាក់ជីកប៉ុសអាចគោខ្លះមានអាជីបាវតិចតួចទៅលាយចូលគ្នាតិចទៅយើងបាចមួយខែ2ខែយើងបាញ់ម្ដងយើងបាញ់ទឹកបញ្ចូលវាធ្វើឲ្យវា healthy វាដើមវារឹងមាំអញ្ចឹងបងបាទចាបាទហើយកុំមួយទៀតខ្ញុំមិនរីកមិនឲ្យប្រើជីគីមីទេដោយសារអីយើងត្រូវដាំតាអាតំណាំយុទ្ធសាស្ត្រពពួកតរេនតំណាំអីផ្សេងកាលណាតែយើងបាចទៅដីទៅលើដីធម្មតាសារជាតិគីមីវាទៅបំផ្លាញគេហៅថាអតិសកុមបំផ្លាញក្នុងដីដែលយើងមើលឃើញភ្នែកប៉ុន្តែអាហ្នឹងវាធ្វើឲ្យដីរុក្ខជាតិហ្នឹងវាដុះបានល្អប៉ុន្តែអាគីមីដាក់ទៅវាទៅសម្លាប់អាពួកហ្នឹងវាធ្វើឲ្យដីក្តាំងអីចឹងណាបងអញ្ចឹងបានភាគច្រើនដែលយើងធ្វើឲ្យល្អមែនទែនគឺមានតែជីកប៉ុសទេកប៉ុសអាចគោអាចសាតអីផ្សេងហ្នឹងយើងលាយជាមួយដើមធៀងខែឬក៏ស្មៅអីផ្សេងយើងយកមកដាក់ទៅល្អបំផុតចាគឺល្អអាហ្នឹងដើម្បីធ្វើឲ្យចង់ឲ្យតរេនយើងបានអាយុវែងបាទមួយវិញទៀតឥឡូវនេះនៅកម្ពុជាយើងមានសហគ្រាសខ្នាតតូចនិងមធ្យមបានផលិតជីធម្មជាតិហ្នឹងហើយអ្វីដែលយើងគួរឲ្យកត់សម្គាល់បានន័យថានិស្សិតអាហារូបករណ៍របស់យើងឥឡូវនៅពេលដែលគាត់បញ្ចប់ថ្នាក់បរិញ្ញាបត្រថ្នាក់អនុបណ្ឌិតថ្នាក់បណ្ឌិតហើយឥឡូវបានបើកជាសហគ្រាសខ្នាតធំទៀតណាអូនសឹងតែជារោងចក្រហើយហ្នឹងហើយគាត់បានផលិតជីធម្មជាតិហ្នឹងហើយជីហ្នឹងគឺបានចរាចរណ៍នៅលើទីផ្សារហើយដាក់បានដំណាំគ្រប់ប្រភេទអញ្ចឹងលោកអ្នកនាងនេះគឺជាព័ត៌មានមួយដ៏ល្អដែលក្រុមហ៊ុនហ៊ុយយុនកសិកម្មណាគាត់បានធ្វើហ្នឹងហើយក៏គាត់បានដាក់តរេនអីអញ្ចឹងយើងទាំងអស់គ្នាប្រសិនយើងចេះជ្រើសរើសជីបានល្អដល់អូនលើកឡើងបាញ់មិញអញ្ចឹង
យើងមកធ្វើឲ្យដំណាំរបស់យើងទៅវាមានសុខភាពល្អវាបានយូរអង្វែង បាទ ហើយដល់ពេលយើងនិយាយអញ្ចឹងទៅអូនបងប្អូនយើងឥឡូវរាល់ថ្ងៃគាត់មិនពងថាអញ្ចឹងចុះយើងថាបើតរេននាំចូលឬទៅតរេនបរទេសមានគីមីហើយចុះមិនក៏គេដាំអញ្ចឹងហើយគេមិនអត់ខ្លាចខូចដីហើយចុះយើងមិនលើកឡើងថាខ្លាចខូចដីឡើយហ្នឹងអូនយល់មិនដែរយើងថាបើតរេននាំចូលឬទៅតរេនបរទេសមានគីមីហើយចុះមិនក៏គេដាំអញ្ចឹងហើយគេមិនអត់ខ្លាចខូចដីហើយចុះយើងមិនលើកឡើងថាខ្លាចខូចដីឡើយហ្នឹងអូនយល់មិនដែរឆ្លងកាត់រយៈពេលដាំដុះរយៈពេលបើសម្រាប់ខ្ញុំផ្ទាល់ខ្ញុំដាំតាំងពីក្មេងតាំងឥឡូវមកទល់សប្តាហ៍ថ្ងៃហ្នឹងគឺរយៈពេល15ឆ្នាំនៅក្នុងវិស័យតរេនតាំងពីអត់ចេះអីសោះរហូតដល់ឥឡូវបានដឹងខ្លះមិនជាដឹងអីច្រើនទេគ្រាន់តែយើងនៅព្យាយាមរៀនសូត្រនិងស្រាវជ្រាវពីឯកសារប្រទេសជិតខាងយើងដោយសារគេដើមមុនយើងបានច្រើនហើយយើងគ្រាន់តែយកមកច្នៃប្រើប្រាស់ឲ្យវាសមស្របណាមួយហើយយើងសំខាន់មានការគេហៅថាគោរពលក្ខខណ្ឌហើយបានប្រទេសជិតខាងគេមានលទ្ធភាពនាំចេញទៅក្រៅប្រទេសគេផលិតទៅអត់ជាប់គេហៅថាសារជាតិគីមីវាមានលក្ខខណ្ឌវាបងទីមួយយើងត្រូវយល់ថាតរេនខ្ញុំអាចនិយាយថាมันអាចប្រើថ្នាំធម្មជាតិទៅធ្វើវាបានទេយើងត្រូវការលាយប៉ុន្តែយើងត្រូវយល់ពីការប្រើប្រាស់វាឲ្យបានសមរម្យមានន័យថាយើងដឹងថាសារជាតិដក់ជាប់នៅក្នុងផ្លែតរេនឬក៏ដើមតរេនកម្រិតប៉ុន្មានខែបាទហើយបន្ទាប់មកប្រភេទថ្នាំណាដែលគេហាមឃាត់យើងគួរកុំប្រើបាទហើយអញ្ចឹងទៅយើងត្រូវយល់អារឿងហ្នឹងមែនតើព្រោះថ្នាំគីមីឧទាហរណ៍អ្វីដែលភាគច្រើនមួយខែមានន័យថាវានៅក្នុងផ្លែឈើឬក៏អីផ្សេងគេបាញ់មុនមួយខែហ្នឹងវានៅជាប់ហ្នឹងអញ្ចឹងបានមុនពេលប្រមូលផលមួយខែឬក៏មួយខែកន្លះទៅ2ខែគឺយើងផ្អាកឈប់ប្រើទាំងអស់យើងប្រើដូចគ្នាគ្រាន់តែយើងយល់ដឹងពីរបៀបនៃការប្រើប្រាស់វាអញ្ចឹងយើងបានប្រើហ្នឹងបតរេនហ្នឹងបណ្ឌិតមិនជឿថាដាក់ក្នុងឡាបូគឺអត់មានអីទេដោយសារយើងផ្អាកឈប់ប្រើប្រាស់ថ្នាំគីមីមួយខែកន្លះទៅ2ខែមុននឹងប្រមូលផលបាទព្រោះដោយសារថ្នាំដែលយើងផលិតពីធម្មជាតិដែលយើងមានស្លឹកថ្នាំស្អីហ្នឹងចាស្អីជាទូទៅវាហៅតែប្រភេទថ្នាំពុលដូចគ្នាចាប៉ុន្តែវាជាទូទៅគឺវារយៈពេលតុកស៊ីតកម្មផងវាមួយអាទិត្យអញ្ចឹងបានយើងអាចបាញ់លើបន្លែលើអីបានអញ្ចឹងបានថាយើងត្រូវយល់ពីកន្លែងហ្នឹងគេហៅគុណធម៌ផងអ្នកផលិតគឺយើងត្រូវប្រកាន់ភ្ជាប់កន្លែងហ្នឹងដូចខ្ញុំរាល់ថ្ងៃខ្ញុំធ្វើប៉ុន្តែខ្ញុំមានគុណធម៌មួយថាទោះបីតកើចោះក៏ដោយគឺខ្ញុំផ្អាកប្រើគឺផ្អាកហ្មងអញ្ចឹងរាល់ថ្ងៃនេះមានបញ្ហាមានតកើចោះដែរប៉ុន្តែខ្ញុំបញ្ជូនមនុស្សមកឆ្កឹះវាដោយសារតែយើងចង់ឲ្យដំណាំហ្នឹងគឺជាដំណាំសុវត្ថិភាពបានបងបាទបងយល់ហើយចំណុចកន្លែងហ្នឹងគាត់ណាមូលហេតុចេះហេតុអីបានជាបងប្អូនយើងលោកអ្នកឲ្យទៅលឺថាតរេននាំចូលលោកអ្នកបារម្ភខ្លាំងណាស់ចាព្រោះជាការពិតព្រោះដោយសារអីដោយសារតែគាត់ចង់ឲ្យផលិតផលរបស់គាត់ហ្នឹងនៅបានល្អហើយទុំស្មើតែអស់អញ្ចឹងគាត់ដាច់ខាត់បង្ខំចិត្តគាត់ត្រូវតែប្រើហើយគាត់ប្រើចាគាត់ប្រើអាសារធាតុដែលផលប៉ះពាល់ហ្នឹងណាហ្នឹងដល់អញ្ចឹងហើយបានជាមករយៈកាលកន្លងមកលោកអ្នកនាងឃើញណានៅពេលដែលយើងពិនិត្យទៅស្រាប់ដល់ទៅពេលមានបញ្ហាឃើញកកស្ទះរបស់គេហ្នឹងតែសម្រាប់យើងនេះគឺល្អមែនតើរហូតទៅដល់បរទេសកំពុងតែមានការចាប់អារម្មណ៍ហើយយើងធ្វើការនាំចេញតំណែងនេះដោយសារតែយើងចេះធ្វើការដាំដុះដោយអូនបណ្ណៈអញ្ចឹងកសិផលដែលយើងធ្វើបានគឺជាចំណីអាហារសុវត្ថិភាពព្រោះអូនគោរពគោលការណ៍ស្តង់ដារចំណីអាហារហើយយើងគោរពតាមបច្ចេកទេសកសិកម្មអញ្ចឹងមកអូនប្រើប្រាស់មានកម្រិតធ្វើអីក៏ដោយណាអូនបើយើងធ្វើលក្ខណៈអាជីវកម្មអញ្ចឹងកសិកម្មយើងដាំជាលក្ខណៈសេរីរៀងសុទ្ធមិនអាចទៅរួចទេអត់អាចទៅរួចទេជាពិសេសដំណាំតរេនព្រោះវារឿងវាច្រើនហ្នឹងហើយប៉ុន្តែអ្វីដែលយើងលើកឡើងនេះលោកអ្នកថាបើអញ្ចឹងនៅពេលដែលបងប្អូនយើងទទួលទានមិនបញ្ហាថាអត់បញ្ហាដោយហេតុថាយើងគោរពស្តង់ដារចំណីអាហារសុវត្ថិភាពនៅពេលដែលពិនិត្យទៅអត់មានសារធាតុគីមីទេអញ្ចឹងហើយបានជាតរេនរបស់អូនណាមិននឹងក្រុមការងារយើងថាអូយមិនមានកាយវាច្រើនណាដោយសារតែអូនអត់ប្រើបញ្ហានៅពេលដែលមុនប្រមូលផលនេះ2ខែបង2ខែខ្ញុំផ្អាកឈប់ប្រើហ្នឹងយើងគឺយើងបហាថ្នាំកសិកម្មហ្នឹងខ្លាចវាសត្វដោយសារផ្លែអប់គ្នាអញ្ចឹងជាទូទៅមានតកើវាគេហៅថាមេអំបៅវាពងដាក់អញ្ចឹងរយៈពេលវាញាស់បងប៉ុន្តែកំឡុងពេលដែលយើងដឹងថ្ងៃព្រោះយើងតរេនម៉ាន់ថងជាទូទៅបន្ទាប់ពីការហាត់ផ្កាឬកតុយជាហើយហ្នឹងគឺ145ថ្ងៃអញ្ចឹងវាដល់ថ្ងៃកាន់អញ្ចឹងរយៈពេលខ្ទង់90ថ្ងៃអីហ្នឹងមុនហ្នឹងគឺយើងផ្អាកឈប់អីប្រើផលិតផលអីទាំងអស់អត់មានទៅបរិច្សាច់បរួមសាច់អីញ៉ៃទេហ្មងអត់ទេអាហ្នឹងយើងប្រកាន់ភ្ជាប់ខ្លួនឯងហើយយើងហ៊ាននិយាយហ៊ានធានាបាទហើយខ្ញុំតែនិយាយប្រាប់អតិថិជនខ្ញុំថាទិញតរេនខ្ញុំមាន warranty បាទយើងមានការធានាអូសាហាវអត់ឯងយុវជនសម័យនេះល្អខ្លាំងណាស់តែបងសូមទទួលស្គាល់ហើយការយល់ដឹងលោកអ្នកនាងហើយចាឥឡូវយើងបន្តទៀតណាតកតងទៅនឹងបញ្ហាមិញនេះយើងនិយាយពីតំបន់ហ្នឹងគឺជាតំបន់ដែលសម្បូរទៅដោយទឹកភ្លៀងហើយការដាំដុះក៏ខុសពីតំបន់ដែលបងប្អូនយើងដាំទុរេនអត់មានទឹកដែរអញ្ចឹងយើងពាក់ព័ន្ធទៅនឹងបញ្ហាពូនគល់មែនទេចា
យើងទឹកភ្លៀងច្រើនអញ្ចឹងយើងកាត់បន្ថយទឹកយើងត្រូវពូនគល់ បាទ ចាចុះបើយើងពូនគល់របៀបហ្នឹងឯងស្រាប់តែចៃដន្យបណ្ណាដៃធ្លាប់លឺគេថាកូនរដូវប្រាំងនៅក្នុងរដូវវស្សាតើវាមានផលប៉ះពាល់បើយើងគូនគល់យ៉ាងហ្នឹង តើតងចំណុចអស់ហ្នឹងវាមានលក្ខខណ្ឌពីរយ៉ាងដូចគ្នាបើគេដាំរៀបធម្មតាយើងអត់សូវហានិភ័យខ្ពស់ហើយដោយសារឯនៅពេលដែលពូនគឺវាឆាប់សោះដី ចា បាទហើយនៅពេលដែលឆាប់សោះដីយើងត្រូវការខែប្រាំងយើងត្រូវការដាក់ទឹកច្រើនជាងគេឧទាហរណ៍បើសិនណាបងប្អូនយើងគាត់ដាំដីរៀបគាត់ដាក់ឧទាហរណ៍ថា 50% ខ្ញុំត្រូវឡើងដល់ 70 អញ្ចឹងបណ្ដាគាត់ថាពេលរដូវវស្សាពេលដែលគាត់ជួបបញ្ហារោគកើតឡើងតាក់ទងនឹងអាការលួយឬលួយគល់ឬក៏លួយដើមរួយអីហ្នឹងតែធ្វើឲ្យតរេនងាប់ហ្នឹងខ្ញុំអត់សូវមានទេមានន័យថាខ្ញុំមានដែរប៉ុន្តែក្នុងកម្រិតមួយទៀតយើងមានដូចគ្នាហើយអាពូនគល់ពូនអីហ្នឹងគឺការពារដើម្បីកាត់បន្ថយមានន័យថាបើយើងវាមិនគេហៅថាដូចវ៉ាក់សាំងបកាអញ្ចឹងបងវាដូចថាវ៉ាក់សាំងផ្ដាសាយវាយើងកាត់ប៉ុន្តែវាស្រួលព្យាបាលដោយសារអីយើងបានបង្ការត្រៀមលក្ខណៈវាហើយអី បងយល់ហើយអញ្ចឹងបានន័យថាយើងពូនគល់នឹងវាជាចំណុចសំខាន់មួយយើងកាត់បន្ថយនៅពេលដែលមានបញ្ហាអីកាត់ឡើងដូចជាហ្នឹងហើយភ្លៀងខ្លាំងរោគរលួយឬរលួយគល់អីហ្នឹងគឺយើងកាត់បន្ថយបានហើយអ្វីដែលជាចំណុចសំខាន់មួយទៀតអូនថាតរេនដាច់ខាតត្រូវតែមានទឹកអញ្ចឹងហើយបានជាទោះជាសបោទឹកយ៉ាងណាយើងដាច់ខាតត្រូវតែមានប្រព័ន្ធទឹកและប្រព័ន្ធស្រោចស្រពដាច់ខាតเนาะហ្នឹងហើយមួយទៀតបងបានជួបជាមួយបងប្អូនយើងលោកធ្វើចការធំនៅតំបន់នេះដែរណាគាត់ថាបើនិយាយពីថាជីយើងធ្វើបាសាំងស្តុកទឹកបាទមិនធានាទេបានន័យថាវាលឿននឹងហូរអស់ហ្មងអញ្ចឹងអាកន្លែងហ្នឹងមួយក៏ជាចំណុចមួយពិបាកដែរអញ្ចឹងអូនបូមទឹកពីខាងណាមកវិញតើតើចំណុចទីតាំងភូមិសាស្ត្រអញ្ចឹងបានថាសំខាន់ទីតាំងភូមិសាស្ត្រអំណោយផលពីធម្មជាតិអញ្ចឹងដូចខ្ញុំរាល់ថ្ងៃនេះនៅខាងមុខខ្ញុំមានស្ទឹងហើយមានរលងធំមែនតើដែលយើងអត់អាចបូមអស់ទេចង់ដាក់100ហិកតាក៏បានដែរបាទបងបាទអញ្ចឹងអានេះវាជាចំណុចសំខាន់ហើយទឹកប្រភេទទឹកស្ទឹងគេហៅថាទឹកដែលមានអុកស៊ីហ្សែនខ្ពស់ចាបើ compare ជាមួយនឹងទឹកត្រពាំងទឹកអណ្ដូងទឹកនោះល្អដោយសារវាមានចរន្តហូរឆ្លងកាត់ហ្នឹងបងភាគច្រើនគេហៅថាទឹកសុទ្ធវាចម្រោះមកពីភ្នំអញ្ចឹងដាក់រុក្ខជាតិគឺវាល្អដូចគ្នាអាហ្នឹងវាយើងត្រូវការយល់កន្លែងហ្នឹងទៀតព្រោះថាតំបន់ខ្លះគាត់ជីកស្រះជីកអីអញ្ចឹងក៏តាមហ្នឹងទៅប៉ុន្តែគាត់ថាយើងពេលខ្លះក៏យើងប្រើទឹកស្ទឹងវាល្អយើងមានអានេះវាលក្ខខណ្ឌភូមិសាស្ត្រអំណោយផលចាការអូនគឺជាចំការតរេនមួយក្នុងចំណោមចំការតរេនដែលបងប្អូនយើងដាំនៅជីផាតហ្នឹងហើយអ្វីដែលជាចំណុចអំណោយផលសម្រាប់បងប្អូនយើងតំបន់នេះដោយសារតែសម្បូរទឹកប៉ុន្តែលោកអ្នកនាងតំបន់នេះក៏ងាយពួតហាយលឿនដូចគ្នាបងទឹកវាអត់បៀមនៅនេះមិនមែននិយាយចំទៅថាប្រាំងច្បាស់ប្រាំងភាសាច្បាស់ភាសាដោយសារយើងមានធនធានធម្មជាតិព្រៃភ្នំយើងវាតាក់ទាញទឹកភ្លៀងខែប្រាំងគឺច្បាស់ប្រាំងហ្មងបាទបងហើយភាសាច្បាស់ភាសាណានេះបងចាចំណុចនឹងល្អខ្លាំងណាស់ចាហ្នឹងហើយអញ្ចឹងឥឡូវយើងជម្រាបជូនលោកអ្នកនាងបន្តិចទៅណាពីផលប៉ះពាល់វិញម្ដងផលប៉ះពាល់ដែលធ្វើឲ្យអ្នកដាំមានផលលំបាកថាអូយព្រួយបារម្ភខ្លាចយើងអត់បានផលណាអានឹងវាមានអីដែលប៉ះពាល់វាខ្លាំងគឺអាកាសធាតុបងអាកាសធាតុដូចមែនតើដូចជាក់ស្ដែងអា300ដើមដែលខ្ញុំក្រងនឹងយកផ្លែឆ្នាំហ្នឹងណាចាវាចៃដន្យហើយពេលដែលផ្ការីកចេញមកអាផ្ការីកបងត្រូវទឹកភ្លៀងប្រហែលជា3មេធំការតែភ្លៀងអាស៊ីតទៀតអញ្ចឹងវាត្រូវលាងអាលំអងផ្កានឹងអស់ធ្វើឲ្យផ្កានឹងទៅពេលរីកហើយគឺវាត្រូវរោយទៅវិញអស់លេងអានេះជាចំណុចដែលបញ្ហាអញ្ចឹងអានេះគឺខ្ញុំខាត 50% ហើយប៉ុន្តែការចំណាយយើងធម្មតាយើងត្រូវការដាក់ទឹកធម្មតាត្រូវការដាក់ជីធម្មតាថែទាំធម្មតាអញ្ចឹងយើងខាតអញ្ចឹងបើថាដើម្បីដាំតរេនបានជោគជ័យទី1មានលុយមានដីទីតាំងភូមិសាស្ត្រចាបន្ទាប់មកមានបច្ចេកទេសអំណោយផលពីធម្មជាតិទៀតចាត្រូវការកត្តា4ចា4ទី1កត្តាភូមិសាស្ត្រណាកត្តាភូមិសាស្ត្រយើងរាប់ទាំងទឹកទាំងអីចឹងណាចាទី2យើងនិយាយសំខាន់ណាស់បងបាទហើយបើសិនជាថាយើងចំណាយទៀមតរេនមិនថ្លៃទេបាទបងមែនទេប៉ុន្តែឥឡូវនេះលោកអ្នកនាងឯងគួរឲ្យកត់សម្គាល់ដែរតរេនពីមួយឆ្នាំទៅមួយឆ្នាំចាប់ផ្ដើមតម្លៃធ្លាក់ចុះតិចៗអញ្ចឹងតែអនាគតយើងនឹងមានតរេនកាន់តែធូរថ្លៃបន្តទៀតណាហ្នឹងហើយដោយសារតែកសិករយើងលោកចេះធ្វើការដាំដុះចំណាយដើមទុនទាបបើកាលណាចំណាយដើមទុនទាបអាហ្នឹងថ្លៃដើមទាបហើយវាយើងអាចលក់តម្លៃណាមួយបានអញ្ចឹងបានថាវាតាក់ទងនឹងភូមិសាស្ត្របើថាភូមិសាស្ត្រអំណោយផលយើងមិនកែប្រែអីខ្លាំងយើងចំណាយដើមទុនទាបហ្នឹងមែនទេចាតួយ៉ាងដូចជាចំការអូនបណ្ណៈអញ្ចឹងថ្ងៃនេះលោកអ្នកនាងឲ្យនិយាយនាងខ្ញុំជម្រាបជូនការពិតមួយអ្នកកពតលោកអ្នកដឹងណាពីដើមល្បីតរេនកពតចាឥឡូវនេះតរេនកពតណាលោកអ្នកដោយសារតែអត់គ្រប់គ្រប់តម្រូវការហើយអ្វីដែលសំខាន់មួយទៀតតរេនកពតដល់មុនគេបាទតែអញ្ចឹងគាត់លក់អស់មុនបាទហើយដល់នេះមកអូននេះដល់យើងដល់ពីខែណាមកចាប់ដើមខែ5បងបាទពាក់កណ្ដាលខែ5ណាបាទ
bộ bàn thong riêng ngôn những cái tích bản đại chỉ tu tới cái đó ổ khai năng son đi ấy màu xanh khi những cái đó môn chẳng là bằng bàn chẳng đo bị bẹt đào khai pram là hồ từ đào khai nè mẹ chỉ ca nhom to bà chỉ đam khai một lần ở hay bong chẳng vì nó cái viên chỉ ca môi trường nuốn thứ ba chỉ ca bong phôn dương mà chuẩn nuốn lần đi quạt chỉ ca khác còn đấy chỉ ca khác còn cái cắt chẳng đời lái xe mà bong phôn này gặp post đôi chỉ cho ra hơn bong là ngay đòi chẳng hay bàn bong phôn những lúc mà tính phí từ đến dương nhiệt tay bong cha tính nhờ tay chẳng hay bàn Campuchia chọn môi lợn hay Campuchia dương nó ổn nơi ta mình đã khai môi trường nuốn lục đám đôi than lục bầm rải tì xá ọt khổ chẳng thế đọcไปกดจังยำแต่เรนก็ท่าไปถมคายบุญคายแผ่อ๋อบ้านแต่เรนไอ้ยำเนี่ยคมเหยมันได้ยังไงได้ไงละแต่บ้านบองให้ดำบอลมาจนวนก็อาจดอกตรงคายผมไว้คายได้จังนะบองโดยในคางไปเหมือนโลกรีไอ้รอตนากรีจะการมันแพกชมส่วนนอมก้อนก็ท่าอ๋อในตอนมันการเตะตรงจับดามตรงคายเปียกดามคายเปิ้ลจับดามดามจังอ๋อตรงคายผมไว้ยังเตยจังไปตามดำบอลบองบทเตะตอนแต่นั่งการสถิตคลาสกดมาจังการมวลจังนั้นได้โดยกับโป๊ตพิเศษที่ตั้งภูมิศาสตร์ก่อนหน่อยพอตั้งไปทอมาเชียดที่มวยกดดำเนยเตยจำระพนมยังรู้เชียดก้อนเนยตลอดยำเนยแต่ซ้าแต่ยำดำยังเหมือนอันนี้ก่อนนะยังแต่ตัวสกอร์เนยเอาไว้จีการเปิดให้แหลกคันตั้งสมัยแต่ไอ้กับซ้าเกย์เซ่ยัยพี่เรื่องดำหรือเวียบนั่นยังเมื่อภูมิศาสตร์กับโป๊ตเข้มขึ้นเอาหน่อยพอเหมือนกันบ่าแล้วซ้าไอ้กดดำเลยจำระพนมยังได้จำระตักบ้านละอจังได้ทั่วไอ้แต่น้ำหอบพลายยังคือช่างเงินเนยแต่เชียนมกเก๋ยำเอาไอ้ตุ่มไหลได้โดยซ้ายำนั่นตรงนั้นคือเข้มนั่นนะบัสบ่าแม่นแต่นี่ก่อนให้ยืนใหญ่กลางปิดบ่าบ่งบ่าcái trăng bán này nè smart tra hay dương vậy bạn đi luôn này dương bạn tha terrain nơi chơi phan ấy mình ngay nhá nước trong sông chụp chôn ca bật mùi đầmน้ำมาไว้กระดอยเพราะสั้นบ้าเวียกับปงแต่ออยพอลให้จัดดอกเปย์ผมเอาพอลจัดเสร็จแต่เพลียงหล่อโคตรก็เวียดเซอร์ไพรส์ไหนจากคนใต้เราเปย์แต่จัดผมเอาพอลเวียแรงเมื่อไหนเวียแรงมาทำเป็นใบไข่คือตะหนามนั่งไปไอ้ไปช่างใหญ่ให้จมพูตะเรนในชิพาร์นี้ฮะลูกหลานนี่ซัดละหมูดซัดช่างให้พลายทมนั่นไงก็ปันใต้ขอนทานใช่รู้เจ็ดเวียไอ้ได้ปันใต้ขอนทำเวียเหมือนมุดคลังเวียยังไงนะนี่ใหญ่ๆก้าวไปนะปันใต้ช่างลูกไหนนี่ยังบ้านจราเนี่ยลูกบ้านจรานี่กันเนี่ยจ้องไปเจ้าตลบตื่นติ๊กท่าให้ได้บ้านยมดำปูนึงชอบจมูกข้างกับปอดกับโป๊ตกดดำในพิจารณาจระพนมจระอะไรอย่างต่างๆย้อมดำปูนี่โดยสายยังกายกับกายที่ตั้งพุ่มมาซะในเปย์ดาวิชรอวิชับสงบชับไอ้ตะเรนยังคนเพียบหล่อได้บ้านตรงบ้านนั่งอาปูนไอ้ชับนั่งวิศวกรวิมินเดียขั้นวิหล่อบ้านวันละมดอ่ะน้องวันย้อมดำปูนปูจังทั้งยังเปย์แต่ยังนี่คือยังเพลียงเมาส์คือวิชับสงบมันเก๋อันนั้นวิจิตรน้อยมวยหล่อได้แค่นี้บ้างวิธีไอ้คนเพียบพันยังเป็นอะไรแต่เรียนบ้านจังอย่างนั้นใช่บ้านในท่าโดยขนมจำนัดแหนกคลังแหนกช่างต่อได้บ่าเวียดำบันมวยวิมีการได้ยูนิคเซมขึ้นเนี่ยจุดน้อยพิเศษเซมขึ้นเนี่ยดำบันใบดุงนั่นกดช่างมาละเบียบจังแต่บ่าให้ข้างกับโปได้ก่อนเมนูชิดเซงข้างโปซัดเซงให้ข้างชีพันยังก็มาละเบียบเซงแต่จังไปคลาสู้ท่ามัดเบียร์ใส่แต่เลยเตะชนยังกดโจจัดไอบ่าผัวไปคลาที่สู้ขยมท่าแต่เรื่องนั้นไม่ได้บงพลุสันจำติงผัวไปคลาเอากดดังปีรูชีดให้มันกดไอต่ำไหลบานเนี่ยคลายังท่าช่างงานยังผัวขยมโจจัดรูชีดมวยนั่งปนนั้นดับไปยำตั้งไปโจจัดวิจามาเกี่ยโจจัดบ้านหลายนั่งสำคัญเหมือนกันจังไปคลายำอัดเซอร์บคอมที่ว่าเต้นยังปนนั้นจังไอกดยุลไอจีไปแซ่มาดอจากการยำเลยแซ่เนอร์นี่วิตามินมันเทสโจเสียบยำในซันเบวาลียังมีเตลลมไฮเท่าไอ้จังแต่จนก่อนเชิญมาสนะเนยก่อนมาเชิญมาดอจากการโดยบองเคยเสียงก่อนเชิญมาเล่นจังตั้งนะเฟื่อไอตีมวยอารมณ์ก่อนข้างเกาะกระดาษตำนกจัดขยมจังไอแต่จนเชิญมาดอจากการให้เนยวิสบอลเทชชอชราจังไอลูกเชิญมาตั้งเมื่อตั้งสบายมาเมียนพลายเชิญยำให้พลายเชิญแต่ยังทอมันเชียดดำทอมันเชียดแต่นี้สบายแต่เพียบชุนบ้าก็สบายจัดแกติ้งดอยตำนกจัดอ๋อลอยแกฮะเสือสายเลยอ่ะเหมือนทันติงได้หรือทั้งหมดมาเต้ผัวพลายตัวเด่นหนึ่งอ๋อเบียร์เสียงแค่นี้ได้ยังมันไอ้กูตัวเด่นฮะโอ้เมาปีข้างนี้เมาปีข้างนั้นกูหัดเชนนี่บ้องบ้าสำคัญมีแต่โคลนยังเนี่ยดำในเต้บันยังท่าเชี่ยมมาให้ลูกเตะจนอ้อยสบายจัดจ้ายังมีในท่าตัวเด่นหรือบ่โอนได้จะเรียงรอชนะเอาแต่จับปีเปียกระดาษคายแผ่ตลอดตลอดคายเปิลนั่งลงเลี้ยงไอตัวเตียนบางนะเนาะนั่งไงไอตัวเนี่ยตำรวจแต่โอนได้ให้มวยเป็นเตี้ยลูกเนี่ยไอเชิญมาดอลในนี้ตอนว่าชีพาดคมชีพาดนี้
ចាស្រុកថ្មបាំង ស្រុកថ្មបាំងខេត្តកោះកុង ខេត្តកោះកុងហ្នឹងហើយអញ្ជើញមកដល់កន្លែងអូនជាម្ចាស់រីសតមួយដែលមានឈ្មោះថា Sun View Valley ចាសាន់វាវ៉ាលីនិយាយទៅមិនអូនតំបន់នេះមានខ្លះឈ្មោះមែនមិនបានឆ្លាញ់ឈ្មោះហ្នឹង បាទបងមែនតើនិយាយតាក់ទងឈ្មោះហ្នឹងមានបងប្អូនយើងគាត់សួរនាំច្រើនដែរ អញ្ចឹង ជំនាន់មុនខ្ញុំធ្វើការជាមួយសហគមន៍ទេសចរជាមគ្គទេសហើយម្ដាយខ្ញុំគាត់មាន home stay ទូចមួយហើយដល់អញ្ចឹងទៅគេឲ្យជ្រើសរើសឈ្មោះហើយខ្ញុំគេឲ្យមានឈ្មោះសัตว์ឈ្មោះអីផ្សេងបាក់សីអីចឹងទៅខ្ញុំឃើញអាឈ្មោះហ្នឹងរៀងតំណស្ដាប់ទៅរៀងហាទៅរៀងបរោះជាភាសាអង់គ្លេសទៅមួយយ៉ាងអញ្ចឹងណាហើយក៏សម្រាប់ប្រើឈ្មោះហ្នឹងមួយរយៈពេលឥឡូវខ្ទង់14ឆ្នាំដែរ ចាហ្នឹងហើយជាការត្រេនយើងនៅជីផាតនេះយើងសេះបងអូនវណ្ណៈហ្នឹងគឺថាល្បីខ្លាំងណាស់ បាទបងបាទ តែយើងមានឈ្មោះរបស់យើងមួយទៀតគឺ ចំការទុរេនតាប៉ុន ចំការត្រេនតាបន បាទដោយសារតាមពិតទៅវាជាក្តីសម័យផនលពុកខ្ញុំដែលគាត់ចែកឋានទៅចូល8ឆ្នាំហើយហើយក្តីសម័យផនគាត់ហ្នឹងគាត់ចង់មានចការត្រេនចការប៉ុន្តែគាត់អត់លទ្ធភាពធ្វើហើយយើងជំនាន់នេះយើងដាំចេកដាំអីចឹងណាបងហើយគ្រួសារនៅមានជីវភាពមានកម្រិតហើយដល់អញ្ចឹងទៅខ្ញុំក៏ហើយឃើញទីតាំងភូមិសាស្ត្រវាអំណោយផលហើយយើងក៏ស្រឡាញ់អាដើមឈើអស់ហ្នឹងហើយក៏ខំសែនសំហ្នឹងក៏យើងបានដាំបានចការត្រេននៅខាងទឹកដីយើងនៅនេះចឹងទៅណាបងអញ្ចឹងអ្វីដែលយើងចង់តបស្នងវិញអ្វីនេះយើងចង់ព្រោះគាត់អាចជាស្ថាបនិកមួយសម្រាប់គ្រួសារផងខ្ញុំចឹងទៅខ្ញុំចង់ដាក់ឈ្មោះដើម្បីគេហៅថារំលឹកគុណពលពុកបានគាត់ខំហើយគាត់បានទទួលនៅអ្វីដែលគាត់ក្តីសម័យគាត់គិតទេហើយគាត់ចែកឋានទៅមុនបាត់អញ្ចឹងទៅក៏នៅសល់ម្ដាយហើយអញ្ចឹងទៅយើងក៏ចង់ដាក់ចការនេះឈ្មោះចំការតាប៉ុនហ្មងតែ ចំការត្រេនតាបនចំការត្រេនតាបនអញ្ចឹងណាហ្នឹងហើយគឺអូនវណ្ណៈគឺជាអ្នកមើលការថែទាំដាំដុះទាំងស្រុងតែម្ដងអញ្ចឹងសូមវិញ្ញាណក្ខន្ធលោកពុកដែលកាន់សុខតិភពណាឥឡូវនេះកូនធ្វើបានហើយគឺចំការត្រេនតាបននៅជីផាត យើងមាន Sun Beer Cafe យើងមាន Sun Beer Eco Lodge មាន Sun Beer Valley អញ្ចឹង brand ឈ្មោះ Sun Beer ហ្នឹង ហ្នឹងហើយឥឡូវលោកអ្នកនាងទស្សនាបានច្រើនហើយថ្ងៃនេះលោកអ្នកអើយដោយសារតែត្រេននៅក្នុងចំការរបស់យើងនឹងដាំជាលក្ខណៈចំណីអាហារសុវត្ថិភាពហើយរសជាតិឆ្ងាញ់ហើយយើងចេះធ្វើឲ្យវាច្រោះទឹកវាអីអញ្ចឹងទៅវាស្ងួតដីអញ្ចឹងទៅត្រេនក៏នៅតែផ្អែមអញ្ចឹងហើយបានមិនត្រឹមតែបងប្អូនយើងអញ្ជើញមកដល់ចំការទិញផ្ទាល់ទេថែមទាំងមានឈ្មួញមកទទួលទិញបោះដុំអីអញ្ចឹងទៅបោះដុំលក់រាយទាំងអស់បងបានបងឆ្នាំក្រោយទៅគឺត្រេនយើងកាន់តែមានច្រើនហើយមែនទេហ្នឹងហើយអញ្ចឹងឆ្នាំក្រោយយើងសង្ឃឹមថាយើងនឹងបានជួបគ្នាសារជាថ្មីណាបងនឹងមកទីនេះបន្តទៀតហើយមកលើកក្រោយមកបានដើមបន្តិចណាដើមឈូកដើមរដូវបន្តិចហ្នឹងហើយចាអញ្ចឹងឥឡូវយើងបន្តមើលអូនមើលអូនពិនិត្យមើលអានេះដល់ពេលប្រមូលផលនៅអូជាទូទៅយើងមើលវាបងដោយសារតរេនវាមុខរៀងគ្នាអញ្ចឹងជាទូទៅភាគច្រើនខ្ញុំគោះអានេះវិញគេហៅថាសលេងរៀងខ្លងដូចស្គរមានន័យថាវាចិត្តទុំហើយលក្ខខណ្ឌយើងមើលបន្លាចុងបន្លាវាឡើងពណ៌អញ្ចឹងណាបងមានន័យថាតរេនហ្នឹងចាស់យើងអាចកាត់បានអញ្ចឹងហ៎តរេនដែលទុំដើមហើយតរេនដែលកាត់ទុកគឺតរេនរសជាតិកាត់ទុកឆ្ងាញ់ជាងមានន័យវាល្មួតយើងកាត់ទៅយើងមើលអាកាសធាតុទៀតមេឃបើកថ្ងៃបើកអីយើងកាត់បានបងបានព្រោះដោយសារអីយើងគិតពីកាត់ហើយតាទុំវាមិនយើងត្រូវគិតរឿងដល់អតិថិជនយើងគាត់នេះបានបងបាននិយាយទៅយើងរើសថាអាណាដែលពេញចាស់ពេញទំហឹងបងបានយើងកាត់បានចាប់ពីចាប់ដើមក្តឹបរហូតមកដល់យើងកាត់បានខែអូនប្រមូលផលជាទូទៅនៅពេលគេហៅថាការរិចរយរហូតដល់មកដល់កាត់ហ្នឹង145ថ្ងៃសម្រាប់តរេនម៉ាន់ថងហើយពូជផ្សេងដូចជា95ថ្ងៃ100ថ្ងៃវាតាមប្រភេទពូជអញ្ចឹងណាបងណាចានេះធ្ងន់ជាងគេណាម៉ាន់ថងរៀងធ្ងន់ជាងគេបន្តិចប៉ុន្តែវាអាស្រ័យទៅលើអាកាសធាតុដែរបើសិនជារាំងវាអាចមុនក្រោយគ្នាបន្តិចមួយអាទិត្យអីហ្នឹងបងចាបាទហ្នឹងហើយមកដើមនេះបានប៉ុន្មានផ្លែអូដើមនេះមែនតើទៅវារៀងផ្លែគួរសមដែរមកដើមនេះមកចូល100ផ្លែបងអូច្រើនណាស់អូនបាទបងឃើញបងប្អូនយើងខ្លះលោកដាំលោកកាត់ចេញខ្លះតែអូនអត់កាត់ទេទុកទាំងអស់ហ្មងនេះខ្ញុំកាត់ចេញ70%អញ្ចឹងពេលដែលក្តប់មកមិនដឹងជាយ៉ាងម៉េចដូចបងផលិតមើលអានេះមកផ្លែវាប៉ុន្តែវាក្តប់វាឡើងក្តាំងហ្មងមិនក្រោមពី30ក្តប់ទេអញ្ចឹងខ្ញុំត្រូវសិលេចក្តប់ណាមួយដែលវាល្អមានសុខភាពល្អមានមើលទៅគ្រប់ភ្លីគ្រប់ជ្រុងនេះយើងទុកវាបាទអញ្ចឹងអានេះយើងប្រហែលជាប្រហែលថ្ងៃទៀតអស់អានេះអាដើមហ្នឹងអូនអូមែនតើទៅយើងចាប់ផ្ដើមកាត់បដាឲ្យបងបាទវាបដិញគ្នាវាមានមុនក្រោយគ្នាតិចតួចចឹងបងបាទហ្នឹងហើយអូយដល់ហើយនេះច្រើនមែនតើជាង100អូនអើយចាមើលមកអូនពិនិត្យទាំងអស់ហ្នឹងមើលយើងអាចកាត់បានណាខ្លះឥឡូវធម្មតាយើងអាចកាត់បានយើងពិនិត្យមើលចាអានេះវិញសុទ្ធតែកាត់បានអូអានេះកាត់បានម្ចាស់ខ្លាំងពេកនៅលើបងផ្លេចប្រាប់ថ្ងៃហើយអត់ចោលទៀតម្ចាស់អើយអូយអត់អីបងអើយអូនមើលមានណាចាស់ទៀតអូនមើលមានណាចាស់ទៀតអាហ្នឹងនៅទេអាហ្នឹងរៀងណែនបន្តិចបងអញ្ចឹងអានេះកង3 4ថ្ងៃទៀតយើងកាត់បានតាមពិតយើងកាត់បានដូចគ្នាអូអានេះយើងកាត់បានអូយ
ยกัดว่าอ้นกัดวะนั่นไง อันนี้ยังមានសង្រែកបងដោយសារយើងខ្លាចធ្លាក់មកវាខូចសាច់ឬក៏ការពារភ្ញៀវគាត់អញ្ជើញមកលេងអញ្ចឹងទៅវាអត់អីទេវាធ្លាក់នៅក្នុងខ្សែ ចា អូខេ អើយបណ្ណា នេះបង នេះមិនគីឡូទៅអ អា ត់ នេះក្នុង3គីឡូជាងបង 3ជាង បាទ ណា បងបាទ អាយ៉ា ធ្ងន់តាបង បណ្ណាអីលើក៏តំណងម៉េចមានអារម្មណ៍ថាធ្ងន់ បងខ្ញុំលើកស៊ីម៉ងរងថ្ងៃហ៎ដល់អញ្ចឹងទៅវាធម្មតា អូយលោកអើយលោកហ្នឹងហើយនេះអូនពេលឃើញអញ្ចឹងហ្នឹងអ្នកចំនួនគាត់ថាហេទៅយកមកចងមែនពួកឃើញខ្សែអញ្ចឹងហ៎ យើងការពារច្រើនទីមួយខ្យល់ទៅវាយកដើមអញ្ចឹងវាអាចដាច់ស្ដង់អញ្ចឹងយើងចងទៅវាជាសង្រែកមួយនៅពេលដែលឧទាហរណ៍ថាវាផ្លែវាធ្លាក់វាទុំក៏ដោយគឺយើងអាចលក់ឬក៏អាចញ៉ាំបានអញ្ចឹងណាបងវាអត់ខូចសាច់ អូ អញ្ចឹងវាធ្លាក់ទៅវាឃើញធ្លាក់នោះវាដាច់នៅក្នុងសង្រែកហ្នឹងទេអត់តាណាទេ ហើយអូនឯងថាម៉េចនៅពេលដែលអូនថតផុសទៅគេថាតរេនវណ្ណៈ AI គឺថាច្រឡំថាតែ AI បង អូយលោកអើយ AI ចៃដន្យឲ្យឃើញវណ្ណៈទៅគេថាអូមិនមែន AI ឥឡូវលោកអ្នកនេះចាំមើល AI AI ចាំមើល សាក់ប៉ះមកឈឺអត់បង អើយ AI ហ្មងលោកម្ចាស់ AI ហ្មងឥឡូវហ្នឹងឯងមើលអូយឲ្យមើលផ្លែ ផ្លែច្រើនបងបាទ ល្អខ្លាំងហ្នឹងហើយឥឡូវនេះអូនមុនយើងប្រមូលផលបន្តទៀតអូនមានសារអីជួយជូនដល់លោកអ្នកនាងដើម្បីឲ្យដាំតរេនបានផលឲ្យអូនអញ្ចឹងណាចា បាទបងសម្រាប់បទពិសោធន៍ខ្ញុំកន្លងមកហ្នឹងគឺទី1យើងត្រូវសិក្សាភូមិសាស្ត្រដែរបាទព្រោះដើម្បីគេកតាកុំឲ្យចុះលុយច្រើនពេកនៅពេលដែលយើងដាំតរេនដែលតំបន់ភូមិសាស្ត្រវាមិនសូវអំណោយផលយើងត្រូវចំណាយច្រើនការដាក់ជីថែទាំផ្សេងៗរៀងច្រើនជាងទីតាំងដែរมันវាអំណោយផលពីធម្មជាតិ ចា អញ្ចឹងបើសិនតែយើងសិក្សាបដាមលក្ខណៈគ្រួសារពីបិតាម្ដាយពីដើមមិនអីទេបងប៉ុន្តែបើសិនតែយើងធ្វើជាអាជីវកម្មយើងត្រូវសិក្សាទាំងអស់ទី1ត្រូវយកដីទៅពិនិត្យអានឹងស្តង់ដារមែនតើត្រូវពិនិត្យមើល pH កម្រិតណាទៀតហើយអញ្ចឹងទៅយើងដូចខ្ញុំនេះខ្ញុំដឹងថានេះវាល្អហើយយើងមិនបានទៅពិនិត្យអីទេ តែអានេះបើអូនគិតទៅបែរហាម៉ាននេះ มันច្បាស់ដែរបងវាខ្ទង់លបាក់7អីហ្នឹង អេ7ល្អណាស់ ច្រឡោះ បែ ប៉ុ រ ណ្ណឹង ហាល្អ វាល្អវាអាស៊ូតវាល្អអញ្ចឹងទៅបាទ ចា ហើយអញ្ចឹងទៅយើងទីតាំងភូមិសាស្ត្រប្រភពទឹកជាក់លាក់ឲ្យដើមទុនសំខាន់បើសិនតែយើងមើលដែរវាលក្ខណៈគ្រួសារទីទួចយើងមើលតាមហ្នឹងណាព្រោះដោយសារទុរេនបើសិនតែយើងដាំឲ្យយកល្អមែនតើអាយុ5ឆ្នាំចាំឲ្យយកផ្លែព្រោះដោយសារដូចទុរេនខ្ញុំចាក់ស្ដែង3ឆ្នាំក៏វាមានផ្លែដែរគ្រាន់តែយើងកាត់ចោលឲ្យដើមទនេឲ្យវាសុខភាពល្អទៅបងបានអញ្ចឹងទៅវាអាចមានអាយុវែង ចា ហើយពេលខ្លះទុរេនបើវាមានអាយុវែងហើយឆ្នាំនឹងអត់ផ្លែឆ្នាំក្រោយវានៅផ្លែប៉ុន្តែបើសិនតែអាយុវាខ្លីមានន័យថាយើងឆាប់យកផ្លែពេកក៏វាឆាប់ងាប់ដែរអញ្ចឹងណាបងបាទហើយអញ្ចឹងទៅមិនអីវាអត់មានអីច្រើនគ្រាន់ថាជាការចែកម្លែកតិចតួចពេលខ្លះយើងមើលស្ថានភាពដើមថាផ្លែហ្នឹងដើមហ្នឹងវាកម្រិតប៉ុណ្ណាកុំឃើញផ្លែច្រើនយើងអត់ហ៊ានកាត់ចោលអាហ្នឹងក៏គិតខុសដែរ ចាហ្នឹង ព្រោះពេលខ្លះយើងទុកផ្លែច្រើនពេកធ្វើឲ្យដើមខ្សោយដូចដើមនេះខ្ញុំទុកច្រើនដោយសារអីទីមួយអាយុបានវែងច្រើនហើយវាសមរម្យឲ្យមែកអីមួយចំនួនហ្នឹងក៏វាសមរម្យស្ថានភាពស្លឹកអីហ្នឹងយើងមើលទៅវានៅសមរម្យច្រើនអញ្ចឹងទៅខ្ញុំមើលស្ថានភាពអស់ហ្នឹងទៅបានយើងទុកផ្លែបានច្រើន ចាយើងចំណុចសំខាន់មួយទៀតដែលបងមិនដែលបានចាប់អារម្មណ៍គឺយើងត្រូវតែកាត់ចុងចោលអាយុ3ឆ្នាំទៅយើងកាត់ចុងហើយចុងរបស់មែកក៏យើងកាត់ចោលខ្លះបានដែរ ចុងបានបងបាទ ចាអាហ្នឹងពេលយើងកាត់ទៅវាមិនពាក់ព័ន្ធជាមួយធ្វើឲ្យតរេនសាផ្លែអត់ទេណា តាក់តងចំណុចអស់ហ្នឹងដូចជាអត់ទេបងប៉ុន្តែការកាត់ចុងទី1ដោយសារអីអ្នកខ្លះក៏គាត់អត់កាន់ទេបងអ្នកខ្លះក៏អត់កាន់ទេប៉ុន្តែសួរថាវាខុសវាមិនមែនខុសទេគាត់ថាតម្រង់ការទទួលវាផ្សេងគ្នាអញ្ចឹងបងគាត់ថាខ្ញុំសម្រាប់កាត់ចុងដោយសារខ្ញុំចង់បានមែករៀងមាំធំអញ្ចឹងណាបងនៅពេលដែលយើងកាត់ចុងទៅមែកវាឆ្លោះល្អដោយអាចទ្របានផ្លែច្រើនហើយបន្តមកយើងកាត់នៅពេលដែលវារីកខាងកុំឲ្យដើម្បីឲ្យខ្យល់ចេញចូលល្អយើងត្រូវកាត់ចុងខាងទៀតអញ្ចឹងគេហៅថាតែងមែកវារហូតបន្ទាប់ពីប្រមូលផលហើយអញ្ចឹងបងប្អូនយើងមួយចំនួនក៏គាត់អត់កាត់ចុងដែរអញ្ចឹងដោយសារអីវាត្រូវខ្ពស់ដើមមែនតើអញ្ចឹងគាត់ថានេះជាបទពិសោធន៍បងប្អូនធ្វើទៅវាធ្វើថាអូវាស្រួលអត់អីដែរក៏ធ្វើតាមនឹងគាត់ថាបងប្អូនយើងមួយចំនួនទៀតក៏គាត់អត់កាត់ចុងវាអត់ខុសដូចគ្នាបងបាទបងបាទ អរគុណណាអូនឥឡូវនេះបងឃើញភ្ញៀវអញ្ជើញមកច្រើនណាស់ចាឲ្យបងប្អូនយើងពេលខ្លះលោកទិញនៅកន្លែងហាងអូនមុខនេះក៏បានដែរតែគាត់ចង់ចូលមកកាត់នៅចកាអូបងនឹកឃើញនោះអាចបានឲ្យនឹងអូនហេង បាទបងអញ្ជើញបង ហ្នឹងមកកាត់វងអូនអញ្ជើញមកខាងអូនសុំ បងថ្ងៃនេះយើងមកលេងដល់ចកាហ្មង បងប្រយ័ត្ន នេះអូននេះមកនេះ សួរអូនណាមើលអូនណា បាទ មួយណាកាត់ ខ្ញុំកាត់បានណាបង ខ្ញុំរៀនចកាវណ្ណៈអាទុំទី1ខ្ញុំអ្នកញ៉ាំ ខ្លាយទី1 មកសម្ពុតដំបូង ខ្ញុំមកប្រហែលខែមុនមកដល់គេថាទុំតែមួយឯង អូខេ គេខ្ញុំមានតែមួយដែលទុំទៅខ្ញុំមកញ៉ាំអាហ្នឹងទី1មុនគេហើយគាត់អត់លក់ឯងគាត់ឲ្យញ៉ាំ មានទៀត អ្នកមកកាយឆាយមុន កាយចាយមុនគេហើយថ្ងៃនេះខ្ញុំមកលេងឯង បង ចឹង និយាយចង់ experience កាត់អាពីរនឹងបានបងប្រយ័ត្នទីបងខ្លាចមុតថ្លៃ មើលឥឡូវហេងលើកមុនណាមួយមុនគេហ្នឹងហេងឯងកាត់ក៏អូនបានកាត់ ខ្ញុំកាន់ ចឹងឥឡូវអូនហេង ឥឡូវនេះខ្ញុំកាត់ មកគូហ្នឹងកាត់បានទាំងពីរមែន បានទាំងពីរតបងបាទ អាហ្នឹងយើងទុកបានថ្ងៃ
ជាទូទៅអានេះប្រហែលក្នុង2យប់ទៅ3យប់បង ហើយអូនចិត្តណាចង់បានអាហ្នឹងមែន បាទយ៉ាងហ្នឹងបងខ្ញុំញ៉ាំមិញភ្លក់អីផ្អែមឆ្ងាញ់នេះយកទៅផ្ទះ បាទ យកទៅពេញវិញ ឥឡូវអូនអ្នកកាត់ចិនដាអ្នកកាត់ឬមួយអូនហេង ខ្ញុំអ្នកកាត់ចុះបងព្រោះខ្ញុំនៅខ្ពស់ជាងគាត់ខ្ពស់ដែរប៉ុន្តែគាត់នៅទាប គេនិយាយថាប៉ុនគេក៏ខ្ពស់ដែរ ប៉ុន្តែឈ្ងុយដែរបងនៅកន្លែងនេះតរ៉េនក៏ឈ្ងុយកាន់តែក៏យកលើ តែបងចង់និយាយមួយទៀតប៉ុន្តែអ្នកធរអត់ល្អដូចអ្នកកាត់ទេណា បាទមុតដៃ សុវត្ថិភាពជាងបង នៅគេតើអូនកាត់ទេ បង កាត់អូនកាត់ទៅ កាត់ខ្សែសិនបងកាត់ខ្សែសិនបាទបាទអូខេអូខេ ទៅបុលអូន បងភ័យខ្លាំងហ៎បង អូខេ អូនជួយទៅអូនយកមកអូនយក តែមុតបងអូខេបងហេងកាន់បាន ហ្នឹងហើយដាក់នៅតាមពត់កាត់តរ៉េគេមកដាក់អញ្ចឹងណានេះដោយសារខ្លួនយើងអ្នកយកពួកអីវានោះកាលណា វាខ្លាច ឆ្លងរោគ វាឆ្លងរោគ ទៅសបកហ្នឹងហើយ អូខេនេះតរ៉េនទី2ដែលខ្ញុំតែយកទៅផ្ទះ ពេលហ្នឹងបងទាយ6គីឡូ ហ្នឹងហើយបង ហ្នឹងអាច6គីឡូ តុនមែនទេ អូនហេង បងនេះ អើយអូនហេងអើយអូនអញ ថ្ងៃនេះមានកិត្តិយសបានជួបបងខ្ញុំខំកាត់ បងក៏អញ្ចឹងដែរបងរីករាយបានជួបអូនទាំងពីរហ្នឹងហើយហើយនេះបងប្អូនយើងហ្នឹងពេលដែលបងមកឃើញអញ្ចឹងដឹងប្រភពច្បាស់លាស់មែនទេចាអញ្ចឹងចំណាំអូនបណ្ណាណាជាម្ចាស់ចការតរ៉េនៅ ចូលមកនេះតាំងពីវណ្ណៈនៅទុយទុយបងតដាក់រហូត បាទបង គ្រប់ត្រដល់គេបង គ្រប់ត្រតាំងពីវណ្ណៈចាប់ដាំរហូតដល់ផ្លែបង បាទ អើយអូនអើយខ្ញុំឃើញអញ្ចឹងណាក្មេងរហូតប៉ុន្តែ 30 ឆ្នាំឯដឹងអូន វណ្ណៈជាអ្នក business មួយដែលខ្លាំងនៅជីផាត អូបាទអរគុណបង ចាអូនចង់និយាយថាគេចេះរស់នៅដោយថាលក្ខណៈធម្មជាតិច្រើនណាហ្នឹងហើយហើយគេញ៉ាំតរ៉េនគេក៏ល្អទៀតចឹងតែកូនក្មេងយូរ ហើយសំខាន់ជាងគេយើងបានញ៉ាំដែរនេះបង ហ្នឹងហើយបង ពេលវណ្ណៈចាប់ដាំខ្ញុំថាបែរមិនបានញ៉ាំទេតែដល់ពេលឥឡូវនេះបានញ៉ាំមកឈឺ ហើយអត់ដល់ប្រពន្ធទេសតែស្រាល ពេលកាន់មួយបងនិយាយមួយបងយើងទៅភ្លេចកាន់រឿងធ្ងន់ អូនយូរតាំងពីយូរតាំងពីភ្លាម បងបជាមែនខ្ញុំយក គេថាបងបជាមែនបងអាណិតអូនចិត្តដែរពួកបងជានារីភេទដូចគ្នាខ្លួនឯងហោ អានេះធ្ងន់ណាបងអានេះធ្ងន់ជាងនេះ អូនគិតមើលតែណាឯងមើលខ ភ្លីសាដល់បងភ្លីវា ល្អខ្លាំងណាស់ចា ក្តីសុខណាស់បងតរ៉េនមកផ្លែនេះស្គរមិនធម្មតា យើងសូមលោកនេះតាមបានទេសនាបន្តទៀតណោះចារីករាយមែនតើអូនណោះយើងបានជុំគ្នាទៅអូនខាងនោះយើងទៅខាងប្រមូលផលអូនតាបងថាអើយហេញអើយចាំដែរមើលអូននេះដាក់ចេញគេមើលដាក់ចេញមើលអូនមើលបងសរុបទៅណាបងថា2ហ្នឹង6គីឡូ3ខាំអត់ឲ្យថាបាន2ហ្នឹងមែន 7គីឡូបន្តិច អាចចាំដែរថា7បន្តិច7បន្តិច7មួយខាំ 7 3 7 3បង6 3អត់ឲ្យ7 3អញ្ចឹងពីអ្នកប្តីប្រពន្ធហ្នឹងខ្ញុំតាមគាត់ អូ ណាអូនពីអ្នកប្តីប្រពន្ធអូន7 3បង6 3 ខ្ញុំថា6ដែរ អូន6ដែរអូន6តា ខ្ញុំទៅខាងបងស្រី តា អូបងស្រីត្រូវប្រាប់ដែរ 7គីឡូ ចំត្រូវខាងបងវិញវ៉ាវ7 3អូវ៉ាវប្រកាយមែនបងអូខ្ញុំអ្នកចការដែរខ្ញុំស្មានខុសបង បងគាត់ធ្លាប់លើកខ្ញុំហ្មង ស្មានទៅ អ្នកម៉ៅគីឡូ អើយម្ចាស់ថ្លៃអត់មានលើសអីមិនតិច អូទេខ្លាំងមែនបងបងបាយប្រើអាផ្លូវក្នុងមែនឥឡូវគេពេញកំផ្លូវក្នុង យើងទី7ហ៎ គិតថាតរ៉េនហ្នឹងក្បែរ4គីឡូហើយ3គីឡូចាស់3គីឡូចាស់ហើយព្រោះអីខ្ញុំលើកខ្ញុំដឹងដែរ អញ្ចឹងបានន័យថាអាចក្ក្បែ បែរ 7ស្ដើង ជាអតិថិជនតរ៉េនរបស់អូនយូរឆ្នាំហើយគេ លើកដឹង គេលើកដឹងហើយណាបងឥឡូវបងឈប់ចូលហើយដោយសារបងអាម៉ាស់នៅទីផាតអញ្ចឹងអូនអត់ទេអត់ខ្ញុំអត់បន្ទោសបងទេព្រោះបងប្រើតែភ្នែកចិនដាគាត់បានប្រើទាំងដៃប្រើទាំងអារម្មណ៍ស្មានណាបង អត់ទេបង ខ្ញុំបានហូរ បងអត់បានកាន់ បងស្រីគាត់អញ្ចេះគាត់បានពាក់វ៉ែនតាហ្នឹងភ្នែកគាត់ឡើង6ហើយដល់អញ្ចឹងយើងមួយបងមានបានពាក់ណាបានភ្នែក4ហ្នឹងអញ្ចឹងចាញ់គាត់ឡើងហ្នឹង ប៉ុន្តែខ្ញុំដឹងបណ្ណាជាមួយបងបាក់ពួកមួយគ្នាគាត់លឺសូបងបាក់6អញ្ចឹងខ្ញុំទៅខាងបងស្រីហើយដល់ពេលខ្ញុំឲ្យខ្ញុំទៅខាងបងស្រីនេះខ្លាចខាងនេះទាញសក់មកវិញអញ្ចឹងខ្ញុំទៅខាងនេះ ចិនដែរ
ឈ្នះដោយសារចិនដាមានវ៉ែនតា បាទ បងពាក់វ៉ែនតាដែរបើចិនតាពាក់ ឥឡូវទាយខាងនេះមើលឥឡូវទាយខាងនេះមើលទាយខាងនេះមើលឥឡូវទាយផាន់ខ្ញុំមិនគីឡូ ឥឡូវនេះឲ្យវណ្ណៈនិយាយមុនអូចិនដាខាងមុនគេ ឥឡូវបងស្រី ចិនដាគេជើង ខ្លាច ខ្លាំង ខាងបងវិញចិន គេ តា ជើងខ្លាំងអូខ្លាចគេខាងបង បាទជំរឿឲ្យបងតាតា អូខេ 3 គីឡូកន្លះ 3 គីឡូកន្លះណា យើងយក3គីឡូហ្នឹង ខ្ញុំ3គីឡូ យ៉ា ខ្ញុំព្រោះខ្ញុំកាន់មួយថ្ងៃខ្ញុំដឹង យ៉ាយើង3គីឡូ អូខេគេយក3 ព្រោះយើងអត់បានតាពាក់ តោះអូខេបង ឥឡូវអាចិនដា3កន្លះណាឲ្យឈ្នះ 3គីឡូទៅលោក អូ យ៉ាឃើញពេកអត់ពាក់វ៉ែនតាឃើញ 3គីឡូគត់បង exactly អូអញ្ចឹងយើងនិយាយគ្នាទីសងទៅស្មើគ្នាទីសងទៅស្មើគ្នា ស្មើគ្នាចង់នឹងឆ្ងាយចាំ ឥឡូវយើងរួចគ្នាបងយកតរ៉េនមួយខ្ញុំយកតរ៉េនមួយ បាទបាទ បាទមើលយើង យើងចិត្ត4គីឡូចឹងតានេះ3កន្លះ អញ្ចឹងយើងចង់និយាយថាចេះនេះគឺជាយុទ្ធសាស្ត្រឈ្នះទាំងអស់ បាទអត់មានចាញ់ សន្តិភាពបាទយើងរស់នៅរកឲ្យសន្តិភាពហ្នឹងហើយ សន្តិភាពហើយបានមកដល់ដើមតរ៉េនអត់សន្តិភាពអត់ដឹង មែនអូនពីដើមឡើយមកលុកអស់ ឡើយ នេះ នេះចូលអាកាសទេបង ត្រូវតែយើងមានការអភិវឌ្ឍយើងមានផ្លូវថ្នល់មានអីចឹងទៅ ឡាននេះចូលមកដល់នេះឡានចូលមកដល់ឡានតរ៉េនបងខ្ញុំថាគ្រាន់ចុចកញ្ចក់ចុះហើយទាញកាត់តរ៉េនផងណាដាក់ចូលតែបណ្ដោយ ឥឡូវខ្ញុំពងថាបងមានប្រសាអញ្ចឹងខ្ញុំនឹកឃើញថាឥឡូវភ្ញៀវគាត់អញ្ជើញមកដល់គាត់នៅក្នុងឡានចុចតែកាត់ត្រេនមកដោយសារត្រេនយើងផ្លែទៀបបង ហ្នឹងហើយអញ្ចឹងឥឡូវដែលយើងចង់បានណាគឺយើងចង់បានឲ្យបងប្អូនយើងចេះសាមគ្គីគ្នាខ្មែរត្រូវចេះសាមគ្គីគ្នាក៏មើលបំណាំគ្នាប្រសិនបើយើងឃើញអ្វីធ្វើបានល្អយើងជួយគ្រប់គ្រងតែប្រសិនបើយើងឃើញមានចំណុចខ្វះខាតយើងជួយកែសម្រួលណានៅយើងសាមគ្គីគ្នាណាខ្មែរសាមគ្គីខ្មែរខ្លាំង ខ្មែរបេះដូងខ្មែរ ចាហ្នឹងហើយរីករាយមែនតើអញ្ចឹងសូមអញ្ជើញលោកអ្នកនាងទស្សនាបន្តទៀតកម្មវិធីកសិកម្មរបស់ទូរទស្សន៍ VTV ខ្ញុំជួយលោកអ្នកនាងជាបន្តដោយតទៅសូមអញ្ជើញចាហ្នឹងហើយអូនក្បត់មាន គាត់ថាអញ្ចឹងអត់ទេបងអាហ្នឹងគេគោះទៅវាចេញថ្ងៃ ចាញ់អីគេ យើងគោះវាចេញ3ថ្ងៃអញ្ចឹងអាហ្នឹង3ថ្ងៃទុំហើយ មកទៅគឺបងអត់ទេគាត់ថាគោះគេសួរគោះអញ្ចឹងគេថាអូនឯងគោះមិនចេញដឹង3ថ្ងៃ2ថ្ងៃថាខ្ញុំប្រាប់ភ្ញៀវណាខ្ញុំចេញនិយាយលេងមកគាត់ណាខ្ញុំថាអូអានេះ3ថ្ងៃអញ្ចឹងវាលឺសលេង3ថ្ងៃចេញមកហ្មងបាទហើយមានអា2ថ្ងៃទុំក៏មានដែរមែន វាមានអា2ថ្ងៃទុំ 2ថ្ងៃប៉ុន្តែនេះគេច្បាស់មកគេមែនខ្ញុំថ្ងៃមុនខ្ញុំមកហ្នឹងខ្ញុំថាអាផ្លែទុំដំបងគេបោះហ្នឹងគឺបងអូនស្រីគាត់ប្រាប់ខ្ញុំថាបងមានតែមួយទេដែលទុំពេលហ្នឹងហើយគាត់នាំទៅដល់ចុងក្រោយហើយយកមកទុំមែនហើយទុំតែមួយទេកៅហ្នឹងខ្ចីទាំងអស់បាទហើយខ្ញុំអត់ជឿមិនដងគាត់នឹងចេះតែគាត់បោកខ្ញុំមើលអាមួយណាគាត់តំណងញ៉ាំដែរតែមែនតែខ្ចីទាំងអស់ទុំតែមួយគាត់ព្រោះដោយសារតរ៉េនមូលហេតុដែលយើងត្រូវគោះវាដោយសារអីផ្លែតរ៉េនគឺវាដូចគ្នាវាដូចគ្នាទេអញ្ចឹងយើងគោះទៅសលេងវាដូចខ្លុងដូចស្គរអញ្ចឹងហ្មងអញ្ចឹងមានវាចិត្តទុំឲ្យបាទវាលងបាទហើយដល់ពេលអាផ្លែណានេះមានវាតាន់វាអត់ទាន់នេះទេតែ3ថ្ងៃគោះទៅចេញ3ថ្ងៃហ្នឹងនិយាយលេងហ្នឹង3ថ្ងៃបាទហ្នឹងហើយអញ្ចឹងតរ៉េននៅជីផាតជាពិសេសគឺតរ៉េនចកាអូនវណ្ណៈហ្នឹងគឺថាមានរសជាតិឆ្ងាញ់សាច់ល្អហើយមួយវិញទៀតគឺដាំដុះជាដំណាំសុវត្ថិភាពលោកនាងទទួលទានទៅគឺថាមានកម្លាំងពលាំងមាំមួនហើយមួយវិញទៀតសូមជឿលោកអ្នកនាងណាថាការដាំដំណាំតរ៉េនគឺមិនងាយស្រួលទេអញ្ចឹងប្រសិនបើលោកអ្នកចាប់អារម្មណ៍ថាចង់ដាំតតែសិក្សាឲ្យបានច្បាស់លាស់មុននឹងបោះទុនវិនិយោគណាដើម្បីកុំឲ្យមានការខាតបង់ហ្នឹងហើយអញ្ចឹងឥឡូវនេះលោកអ្នកនាងយើងពុះតរ៉េនញ៉ាំទាំងអស់គ្នាឥឡូវយើងដល់វគ្គពុះតរ៉េនជាទូទៅបងប្អូនយើងភាគច្រើនទិញតរ៉េនពីការផ្ញើទៅតាមផ្សេងហ្នឹងភាគច្រើនយើងផ្ញើតរ៉េនអត់តាន់ទុំទេបងកាលណាដែលយើងផ្ញើតរ៉េនទុំទៅវាអាចលើដាក់ចុះហ្នឹងវាខូចតរ៉េនពេលខ្លះសាច់ក៏អត់ពេញនឹងជ្រាយពេកបងបាទអញ្ចឹងចង់ចែកម្លែកបងប្អូនតាក់ទងទៅនឹងការពុះតរ៉េនហ្នឹងចោះតរ៉េនមើលដើម្បីចោះឲ្យវាអត់ខូចសាច់ទេព្រោះកាលណាតែចោះមិនស្រួលហ្នឹងក៏អត់ចេះចោះចេះអីហ្នឹងវាអាចខូចទាំងវាអត់ត្រូវខូចហ្នឹងហើយមានន័យថាយើងយកកបិតមកយើងមើលភ្លីណាដែលរឿងល្មមទូអញ្ចឹងយើងចោះទៅហើយយើងចោះចេះមកឆ្នោតអញ្ចឹងមកបន្ទាប់មកចោះមកឆ្នោតទៀតទៅបងបាទបងបាទបន្ទាប់មកយើងឆ្កឹះប្រហើបសាច់វាមើលអញ្ចឹងណាបងហើយបន្ទាប់មកយើងយកចុងកបិតទៅបងយើងចុងកបិតឆ្កឹះបន្តិចមកថាអីបងប្អូនយើងភាគច្រើនឥឡូវគាត់ចង់បានសាច់រៀងរឹងហើយទន់ក្នុងអញ្ចឹងណាវាអត់ឲ្យក្លិនអត់ឲ្យអីទាំងអស់អញ្ចឹងយើងពិបាកមើលអញ្ចឹងមានវិធីសាស្ត្រចោះហើយបើករណីវាអត់ទាន់ទុំវារឹងខ្លាំងយើងអាចញាត់ចូលទៅវិញណាបង
ហើយបន្ទាប់មកយើងយកឈើបន្តិចយើងដោតវាទៅវាចិត្តអត់ចូលខ្យល់ទេអត់ខូចទេអាហ្នឹងវិធីសាស្ត្រកុំឲ្យខូចនិយាយថាបងប្អូនយើងភាគច្រើនគាត់កំងពីចការខ្ញុំអីមួយចំនួនអញ្ចឹងទៅខ្ញុំបង្ហាញវីដេអូបង្ហាញប្រាប់អញ្ចឹងទៅពីរបៀបនៃការចោះរបៀបនៃការទោះខ្ញុំមានវីដេអូជូនអតិថិជនទាំងអស់ព្រោះជៀសវាងគាត់ទិញទៅខាតលុយហើយពេលខ្លះបើសិនតែទិញតរេនពីកន្លែងខ្ញុំមានបញ្ហាដូចជាខូចវាស្អុយវាអីយើងដូរជូនធម្មតាសឹងពេលខ្លះឲ្យការលើសទៀតទិញតរេនខូច4គីឡូឲ្យ5គីឡូបាទទទួលខុសត្រូវអញ្ចឹងមិនថាទិញតរេននេះគឺមាន warranty អូខេឥឡូវតរេនយើងអានេះវាអាចញ៉ាំបានណាបងដោយសារយើងមើលទៅសាច់ទន់ណាបងបាទយើងអាចញ៉ាំបានទុំដើមបងទុំដើមបងបាទឥឡូវខ្ញុំពុះចេះធ្នេអញ្ចឹងប៉ុន្តែភាគច្រើនឃើញគេពុះតាមអនឡាញអីច្រើនអញ្ចឹងយើងអត់សូវបាយប៉ុន្តែការចោះមើលហ្នឹងសំខាន់ការចោះមើលបាទកុំឲ្យខូចបងបាទហ្នឹងហើយយើងញ៉ាំពេលណាមិនញ៉ាំពេលណាហ្នឹងហើយបងអញ្ចឹងឥឡូវយើងពុះវាហើយបើអ៊ំពូមីងចាស់គាត់អត់ចង់បានទុំខ្លាំងឯងគាត់ខ្លាចលើស្ករបងអញ្ចឹងគាត់យកអាល្មមណាមុតឡើងស៊ាំឡើងលែងមុតទេបងឥឡូវអូនអើយណោះនេះយើងអង្គុយលិតជង្គង់អញ្ចឹងបើយើងយកតរេនធំអង្គុយម្នាក់មួយល្អម្យ៉ាងដែរបងជង្គង់ហ៎បងអត់ទេដាក់ធំខ្ញុំឯកភាពដែរបងខ្ញុំសុំអង្គុយចេះបងអត់ទេតរេនមកដាក់លើជង្គង់ហ្នឹងដូចឃើញកាយយើងនៅទៀតណាបងគ្រូថាយើងខូចគាត់យកខ្នុរមកដាក់ហ្នឹងកាជំនាន់វ័យយើងជំនាន់វ័យ8ជាងហ្នឹងយើងតែមានតរេនណាញ៉ាំជំនាន់ហ្នឹងហ៎កុំសតណាអូបើមានតរេនយើងគ្រោះថ្នាក់ជំនាន់ហ្នឹងហើយចេះសំណាងហើយកាត់តជំនាន់មានតែខ្នុរអាខ្នុរហ្នឹងងើបមកឡើងជុចអើយហ្នឹងគេមានតែថប់ស្លឹកចេកណាពូតែគេថប់ថងថប់ស្អីកណាត់ស្អីឈើកដាស់ឡាំងអីចឹងណាបាទបងបាទដោយសារយើងមកចកាបងមកចកាហ្នឹងហើយអត់អីទេសំខាន់អ្នកពុះចេះពុះដែរទេអរគុណណាលោកអើយម្ចាស់ចកាវ័យក្មេងអរគុណបងបកាយខ្លាំងណាស់បើយុវជនទាំងអស់គ្នាប្រឹងប្រែងលើអូនចឹងល្អណាស់អូលទ្ធផលចេញហ្មងចេញបាទខ្ញុំដូចជាមិនបាច់ញ៉ាំឲ្យមើលបងបាច់បងឲ្យបងញ៉ាំហ៎ហើយមិញបងថាលើប្រហែលគីឡូបងលើ14គីឡូបាទដាក់អាហ្នឹងមកប្លុកហ្នឹងទៀតលើ15អាហ្នឹងឡើងជូនបងអូយអូនអើយទុំភ្លាមទុំដើមបងទុំដើមអត់បាទនិយាយទៅបងឆ្លាតទៅបងកាន់ដោយស្និទ្ធស្នាលអញ្ចឹងណាបាទបងមានតែហ៊ានទៅដើមបងទេព្រោះថាដៃបងកាន់ហើយហ្នឹងល្អខ្លាំងណាស់លោកអ្នកនាងអើយល្អមែនតើវណ្ណៈអើយអរគុណណាស់បាទបងបងឲ្យតែប្រវត្តិបងមកថតតរេនអញ្ចឹងបងចូលចិត្តណាព្រោះបានញ៉ាំបងស្រីជូនបងបាទអរគុណណាស់អូយល្អខ្លាំងណាស់ហ្នឹងហើយបងជឿពីណាអូយអាចចណ្ដោឆ្ងាញ់យ៉ាងហ្នឹងបងពេលញ៉ាំអត់ប្រាប់គ្នាបងឯងទៅប្រហើយបងឃ្លានសឹងអត់ឯងចេះនិយាយអាហារពេលព្រឹកហើយថ្ងៃត្រង់បន្តទៀតមកល្ងាចគឺញ៉ាំតរេនចាហើយមិនទៅនេះអូនបណ្ណាបើឃើញថាតរេនអូនសាច់ល្មួតយ៉ាងហ្នឹងនេះបងញ៉ាំមួយផ្លែតអស់មួយខ្លែបីហ្នឹងសម្រាប់ខ្ញុំហ្មងខ្ញុំនិយាយទៅខ្ញុំមានអារម្មណ៍ថាក្តីសុខបងក្តីសុខហ៎ដូចយើងផលិតឆាម្ហូបមួយចានហ្នឹងភ្ញៀវញ៉ាំអស់ឃើញភ្ញៀវញ៉ាំដោយការសប្បាយគឺក្តីសុខមែនតើសម្រាប់អ្នកដាំបាទបងអូយហើយតរេនខាងខ្ញុំទេមួយផ្លែនេះគឺចង់និយាយថាមានពីររសជាតិអានេះរសជាតិទឹកដោះគោអានោះបងគាត់រសជាតិទឹកឃ្មុំមិនចឹងព្រោះរៀងស្វីតកុំតែជិះវល់តែបាទតែមួយវិញបាទអានេះរសជាតិបងចាឃុំដែរអញ្ចឹងបានយើងចង់និយាយថាចេះគ្មានអីសុបាយជាងគ្រួសារមានសុភមង្គលហើយមានផ្លែឈើធម្មជាតិញ៉ាំអញ្ចឹងទៀតណ៎ដៃមួយអូលឹកដៃឆ្ងាញ់ជាងគេអាលឹកហ្នឹងហ្មងបាទបងចាហើយប្រសិនបើយើងធ្វើអញ្ចឹងហើយយើងយកទៅដាក់ទូទឹកកកមួយសន្ទុះហើយយើងយកមកញ៉ាំរត់ទៅទៀតម្ចាស់ខ្លាំងខ្លាយឲ្យឃើញដល់ខាន់ទេវតាតែថ្ងៃអញ្ចឹងសូមជួយលោកអ្នកនាងចាស់ស្ដាប់បន្តទៀតដូចតទៅចាហើយឥឡូវនេះអូនដើម្បីកុំឲ្យគេដណ្ដើមបងញ៉ាំម្ដងពីរហ្មងបាយហ្នឹងបាយយកទៅផ្ទះហ្មងហ្នឹងពីរហ្នឹងមានឲ្យបណ្ណាអីណាមកចង់បានទេខ្ញុំមានមួយចំណែកដែរបងបាទបាទទៀតអូនសូមជួយលោកអ្នកនាងចាស់ស្ដាប់បន្តដើមទុរេននៅក្នុងចំការទុរេនតបុនបើទោះបីថាបានកាត់ផ្លែប្រមូលផលបានមួយចំនួនក៏ពិតមែនក៏ប៉ុន្តែក៏ឃើញផ្លែនៅមាននៅមួយចំនួនទៀតដែរហើយនៅថ្ងៃខាងមុខដ៏ខ្លីនេះត្រូវប្រមូលផលអស់ហើយក្រោយពីបានស្ដាប់នៅការរៀបរាប់ជាហោហែរបស់យុវជនទុយវណ្ណៈរួចមកយើងឃើញថា
បច្ចុប្បន្នយុវជនកម្ពុជាកាន់តែមានសមត្ថភាពនិងចំណេះដឹងគួរជាទីមោទនៈវណ្ណៈបានឲ្យដឹងផងដែរថាទម្រាំបានឈានដល់ពេលនេះវណ្ណៈខិតខំប្រឹងប្រែងរៀនសូត្រផងធ្វើការងារជាមគ្គុទ្ទេសក៍ទេសចរជូនភ្ញៀវជាតិនិងអន្តរជាតិមកទស្សនាកម្សាន្តនៅតំបន់ជីផាតផងពេលបានប្រាក់កម្រៃខិតខំសន្សំសំចៃដើម្បីបានទុនធ្វើចំការដាំដំណាំទុរេនតាំងពីមានចំនួនតិចតួចរហូតឈានបានដល់10ហិកតាក្រុមគ្រួសារយុវជនទុយវណ្ណៈរីករាយសប្បាយចិត្តយ៉ាងខ្លាំងដោយសារតែមានកូនដើរដោយគន្លងធម៌ជួយការងារឪពុកម្ដាយប្រកបការងារកសិកម្មដាំដុះដំណាំទុរេនទទួលបានផលផ្លែដោយដែលលោកអ្នកបានទស្សនាជាហូរហែនេះព្រោះដោយដែលលោកអ្នកបានជ្រាបហើយថាដំណាំទុរេនគឺជាប្រភេទដំណាំមួយដែលទាមទារឲ្យអ្នកដាំដុះមានការយល់ដឹងពីបច្ចេកទេសមួយចំនួនទើបអាចទទួលបានផលជាវិជ្ជមានជាក់ស្ដែងដូចជាយុវជនទុយវណ្ណៈបើស្ដាប់តាមការលើកឡើងពីខាងដើមឃើញថាវណ្ណៈមានការយល់ដឹងច្រើនលើការដាំដុះដំណាំទុរេនហើយមិនត្រឹមតែប៉ុណ្ណោះវណ្ណៈក៏ត្រូវបានបងប្អូនក្នុងភូមិពឹងពាក់ឲ្យជួយផ្ដល់យោបល់លើដំណាំទុរេនដែលគេដាំធ្វើយ៉ាងណាឲ្យបានផលដោយដំណាំទុរេនរបស់វណ្ណៈដែរយើងខ្ញុំពិតជាសូមកោតសរសើរដល់យុវជនទុយវណ្ណៈដែលខិតខំប្រឹងប្រែងប្រកបការងារកសិកម្មផងហើយក៏បានបង្កើតអាជីវកម្មទទួលសេវាកម្មបម្រើភ្ញៀវរួមមានដូចជាភេសជ្ជៈអាហារនិងផ្ទះស្នាក់ព្រមទាំងមានកន្លែងបោះតង់ដូច្នេះប្រសិនបើលោកអ្នកចង់មកកម្សាន្តតំបន់ធម្មជាតិដែលមានទឹកធ្លាក់និងមានពណ៌បៃតងស្រស់គ្រប់រដូវកាលលោកអ្នកអាចអញ្ជើញមកលេងនៅតំបន់ជីផាតបានស្ថិតនៅក្នុងស្រុកថ្មបាំងខេត្តកោះកុង